បាទលោកទាំងពីរបានចូលខ្ញុំបាទសូមជម្រាបសួរលោកទាំងពីរបាទបាទជំរាបសួរលោកទីនសាក្រយាហើយជំរាបសួរលោកអាឡិចហើយជំរាបសួរបងប្អូនខ្មែរនៅក្នុងទាំងក្នុងនិងក្រៅប្រទេសផងដែរបាទបាទនៅក្នុងកិច្ចពិភាក្សារបស់យើងនៅពេលនេះខ្ញុំសូមវែកញែកពីរចំណុចសំខាន់ទី1ខ្ញុំនឹងសួរទៅលោកអ៊ំសំអានថាតើរបបតកូលហ៊ុននឹងគួររៀនសូត្រអ្វីខ្លះនៃកំហុសនៃការដឹកនាំរបស់ខ្លួនរយៈពេល1ឆ្នាំដែលធ្វើឲ្យបាត់បង់ទឹកដីនោះហើយចំណុចទី2ខ្ញុំចង់ងាកប្រោតខ្លាំងនៅលើរឿងអាលិចគឺអាលិចគឺទោះបីជាជនបរទេសក៏ដោយក៏ប៉ុន្តែអាលិចមានចិត្តមោះមុតនៅក្នុងការការពារធនធានធម្មជាតិនៅកម្ពុជានៅក្នុងការធ្វើការសកម្មនៅក្នុងកម្ពុជាហ្នឹងហើយយើងដឹងថាតកូលហ៊ុននេះទោះបីជារឿងការពារបរិស្ថានក៏ដោយរឿងលើកពីបញ្ហាព្រំដែនក៏ដោយគឺចាប់ដាក់គុកអត់ញញើតនោះទេមានថាខុសបើបង្ក្រាប scam online វិញគឺមិនងាយរកចាប់បានមេខ្លោងធំទោះបីអាមេរិករកឃើញយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់បរិបទខ្លួនឯងគឺលោកហ៊ុនសែនចាប់ដាក់ពន្ធនាគារអត់ញញើតដៃនៅឡើយហើយផ្ទុយទៅវិញនៅពេលដែលបញ្ហាព្រំដែននេះទៀតសោតនៅពេលដែលបាត់បង់ទឹកដីបាត់បង់អីហើយបរដ្ឋក៏មិនហ៊ានបញ្ចេញមតិនោះដែរបាទមុននឹងជជែកនៅក្នុងប្រធានបទទាំងពីរនេះយើងខ្ញុំចង់លើកពីការខូចខាតការបាត់បង់រយៈពេល1ឆ្នាំក្រោយពីបាត់បង់ទឹកដីនេះបន្តិចសិនយើងដឹងហើយថាថ្ងៃទី24កក្កដានេះគឺជាខួប1ឆ្នាំនៃសង្គ្រាមខ្មែរថៃលើកទី1ហើយរយៈពេល1ឆ្នាំនេះរដ្ឋាភិបាលមិនទាន់មានចំហជាក់លាក់ណាមួយក្នុងការទាមទារយកទឹកដីខ្មែរដែលថៃកំពុងតែកាត់កម្មនៅពេលបច្ចុប្បន្ននោះមកវិញទេទាំងផ្លូវច្បាប់អន្តរជាតិទាំងការចរចាទ្វេភាគីជាមួយថៃនោះក៏មិនទាន់មានអ្វីជាក់លាក់នោះទេហើយភាគីថៃក៏មិនទាន់បើកការចរចាឲ្យបានច្បាស់លាស់យ៉ាងណាដែរទេហើយយើងមើលអំពីការបាត់បង់ការខូចខាតរបស់កម្ពុជាក្នុងរយៈពេល1ឆ្នាំនេះវិញយើងដឹងហើយថាការខូចខាតហ្នឹងគឺជំលះប្រជាពលរដ្ឋហ្នឹងគឺរាប់សែននាក់ហើយបើរបាយការណ៍របស់ UN មានហើយមួយទៀតហ្នឹងគឺការខូចខាតមួយទៀតហ្នឹងគឺសេវាសាធារណៈសាលារៀនហ្នឹងជិត1000ខ្នងត្រូវបានបិទហើយកុមារជាង200,000នាក់បានខកខានការសិក្សាមន្ទីរពេទ្យប្រមាណជា50និង clinic ត្រូវបានផ្អាកសេវាហើយនឹងបញ្ហាផ្សេងទៀតពលករខ្មែរជិត1លាននាក់ប្រមាណជា1លាននាក់ដែលភៀសខ្លួនដែលមកពីថៃមិនអោយនឹងចូលមកកម្ពុជាវិញគឺបាត់បង់ចំណូលហើយមួយទៀតការនាំចេញទៅប្រទេសថៃធ្លាក់ចុះជាង13%ហើយដំណាំពីវិស័យកសិកម្មវិញគឺបាត់បង់ប្រមាណជា42%ទេសចរហ្នឹងក៏បាត់បង់ប្រមាណជាធ្លាក់ចុះជិត$1000 លានដែរបើនិយាយមែនតើគឺថាការសង្គ្រាមនេះគឺធ្វើកម្ពុជានឹងក្រៅពីបាត់បង់ទឹកដីគឺខូចខាតជាច្រើនទាំងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាប្រាសាទបុរាណក៏បាត់បង់ដែរគឺមានថាគឺច្រើនមែនតើជាការចាប់អារម្មណ៍ដំបូងនេះខ្ញុំចង់សួរទៅអាយដាមអ៊ុំសំអានថាតើអ្វីជាកំហុសធ្ងន់ធ្ងររបស់តកូលហ៊ុនដែលធ្វើបាត់បង់ទឹកដីកម្ពុជានេះបាទហើយគួររៀនសូត្រអ្វីខ្លះពីបញ្ហានេះបាទអ្វីដែលជាកំហុសរបស់តកូលហ៊ុននិងអ្វីដែលតកូលហ៊ុនគួររៀនសូត្រគឺគាត់មិនត្រូវទុកចិត្តបរទេសហ្នឹងថាជាបងប្អូនធោះហើយមិនអីទេមិនបាច់ពង្រឹងវិស័យយោធាលោកហ៊ុនសែនក៏ទទួលស្គាល់ដែរដោយសារគាត់ទុកចិត្តបរទេសពេកទុកចិត្តថៃពេកដោយសារកាលពីសម័យលោកថាក់ស៊ីនតកូលថាក់ស៊ីនកាន់តំណែងហ្នឹងគាត់យល់ថាជាបងប្អូនធោះអញ្ចឹងមិនបាច់ពង្រឹងវិស័យយោធាទេបាទគាត់ពង្រឹងតែក្រមអង្គរៈហើយនិងក្រមប៉ូលីសដែលបង្ក្រាបបាតកម្មដើម្បីបង្ក្រាបខ្មែរទៅបានហើយការពារអំណាចទៅមិនបាច់ការពារទឹកដីណាហើយដល់ក្រោយមកទៀតលោកប្រយុទ្ធច័ន្ទអូចាឡើងកាន់អំណាចគាត់ថាមិនអីដែរដោយសារគាត់រាប់អានដូចជាមិត្តភ័ក្តិទុកចិត្តបានណាអញ្ចឹងគាត់អត់ពង្រឹងវិស័យយោធាហ្នឹងគាត់ទុកចិត្តទៅលើបរទេសជិតខាងហើយគាត់អត់មើលប្រវត្តិសាស្ត្រទាំងថៃទាំងវៀតណាមគឺមហាឆ្តាគេឈ្លានពានទឹកដីយើងរាប់ពាន់ឆ្នាំមកហើយរហូតដល់បច្ចុប្បន្ននៅតែចង់ឈ្លានពានទឹកដីកម្ពុជាយើងហើយសង្គ្រាមកើតឡើងកាលឆ្នាំ2008ហើយដូច្នេះគួរតែមានបទពិសោធន៍ដែរហើយនឹងកាលពីទសវត្សរ៍ទី60សម័យសម្ដេចតាហ្នឹងរឿងប្រាសាទព្រះវិហារហ្នឹងក៏មានដំណោះដែររឿងជាមួយថៃនោះហើយបញ្ហាដែលសង្គ្រាមនេះកើតឡើងគឺដោយសារអីដោយសារលោកហ៊ុនសែនមានដំណោះជាមួយលោកថាក់ស៊ីនគឺដំណោះបងប្អូនធัวហ្នឹងមុនដំបូងហ្នឹងគឺថាដោយសារ
លោកហ៊ុនសែនបានទិញភាគហ៊ុនតាមរយៈក្រុមហ៊ុនឈ្មោះBank Chat តាមរយៈលោក Ben Smith ដែលទិញភាគហ៊ុននៅថៃហ្នឹងរហូតដល់ចាញ់បោកតកូលថាក់ស៊ីនតាមដែលចំនួនសារព័ត៌មានអន្តរជាតិហ្នឹងគឺរហូតដល់$1000 លានជាងអញ្ចឹងដំណោះកាត់ពីហ្នឹងមកហើយក្រោយមកទៀតរឿងលោកថាក់ស៊ីនចង់បង្ក្រាបបទល្មើសនៃការឆបោកអនឡាញនៅប៉ោយប៉ែតហ្នឹងគាត់ខឹងមកក្រោយមកទៀតការបញ្ចេញសម្លេងសន្ទនារវាងគាត់និងអ្នកស្រីភេទងឋានណារឿងដែលថាអ្នកស្រីភេទងឋានមើងងាយគាត់អីណាដែលមកហោះតាម Facebook មិនព្រមនិយាយគ្នាជាផ្លូវការហ្នឹងអញ្ចឹងវាតំណោះបងប្អូនធនវាកើតឡើងទៅក៏មានសង្គ្រាមនោះផ្ទុះឡើងហើយកាលពីមុនហ្នឹងគឺរាប់អានគ្នាសាសនារបស់បងប្អូនធនហ្នឹងគឺខុបខិតគ្នាដើម្បីអីដើម្បីបង្ក្រាបខ្មែរយើងដែលជាសកម្មជនបពប្រឆាំងនៅថៃហ្នឹងចាប់ពួកគេមកដាក់គុកនៅស្រុកខ្មែរបងប្អូនធនហ្នឹងហើយណារិះគន់រឿងថៃឈ្នានទឹកដីខ្មែររឿងកាត់កោះគុតឲ្យថៃហ្នឹងគឺចាប់ពេលដាក់គុកហើយចោទគេថាហ្នឹងពួកអកតេបំបីបំបាក់សាមគ្គីភាពរវាងកម្ពុជានិងថៃហ្នឹងជាក់ស្ដែងហើយដូច្នេះកំហុសនៃការដឹកនាំដោយសារគាត់បកពួកនិយមគ្រួសារនិយមអំពើពុករលួយពង្រឹងតែក្រមអង្គរៈហើយនឹងពង្រឹងតែក្រមដែលបង្ក្រាបបាតកម្មមិនព្រមពង្រឹងវិស័យយោធាមិនធ្វើឲ្យវិស័យយោធាហ្នឹងមានការរីកចម្រើនជាងមុនហើយមិនពាក់សភាវុធទំនើបទៅដល់យោធារបស់កម្ពុជាអត់មានសំណាញ់មេឃអត់មានកំភ្លើងបាញ់ដ្រូនឲ្យច្រើនអត់មានដ្រូនចម្បាំងឲ្យច្រើនអត់មានយន្តហោះចម្បាំងអត់បំពាក់សភាវុធទំនើបទៅដល់យោធានៅជួរមុខគាត់បំពាក់សភាវុធទំនើបមួយចំនួនហើយនឹងអាវក្រោយហ្នឹងទៅដល់តែក្រមអង្គរៈនិងក្រមប៉ូលីសដែលមកក្រាបបាតកម្មមកក្រាបខ្មែរគ្នាឯងប៉ុន្តែទៅហ៊ាននៅជួរមុខអត់មានអាវក្រោយផងហើយអត់មានអាវុធទំនើបមានAK-47បាញ់ចង់ចេញផងអានោះយើងឃើញជាក់ស្ដែងអញ្ចឹងហើយមួយទៀតគាត់អីគេគាត់អត់បានបង្ក្រាបបទល្មើសនៃការឆបោកតាមអនឡាញឲ្យធ្វើថៃមានលេសដើម្បីឈ្នានពានទឹកដីខ្មែរយើងអានោះយើងឃើញជាក់ស្ដែងអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយថ្ងៃនេះជាថ្ងៃមកខួបនៃការឈ្នានពានរបស់ថៃហ្នឹងគឺថាយើងឃើញថាថៃបានឈ្នានពានទឹកដីខ្មែរយើងគ្រប់គ្រងរហូតដល់16ទីតាំងហើយសប្តាហ៍ថ្ងៃក្រោយសង្គ្រាមលើកទី1និងលើកទី2មកគិតមុនសង្គ្រាមគឺ86ទីតាំងហើយថៃបានផ្លងក្របបែកមកលើមនុស្សឋានប្រជាពលរដ្ឋធ្វើឲ្យមានជនភៀសសឹកសម្រាប់ទាហានយើងទាំងជនស៊ីវិលហើយដល់សង្គ្រាមលើកទី2នេះបានផ្លងក្របបែកពីយន្តហោះ F16 Gripen ទៅលើប្រាសាទអង្គរសំទោសប្រាសាទព្រះវិហារប្រាសាទតាកបីហើយនឹងលំនៅឋានប្រជាពលរដ្ឋហើយប្រើផ្សែងពុលក្របបែកចង្កោមទៅលើធានខ្មែរយើងហើយនឹងធ្វើឲ្យស្លាប់ពលរដ្ឋខ្មែរយើងសង្គ្រាមលើកទី2នោះរហូតដល់ប្រហែលជា30នាក់ហើយនៅរបួសជិត100នាក់ហើយនឹងជនភៀសសឹករហូតដល់ជាង60,000នាក់អានេះយើងឃើញជាក់ស្ដែងអញ្ចឹងវាធ្វើឲ្យមានវិនាសកម្មទៅដល់ពលរដ្ឋខ្មែរយើងស្លាប់ប្រជាពលរដ្ឋខ្មែរយើងហើយនឹងធ្វើឲ្យស្លាប់ទាហានខ្មែរយើងដែរដោយសារដំណោះបងប្អូនធូរហ្នឹងធ្វើឲ្យមានសង្គ្រាមកើតឡើងអានេះយើងឃើញជាក់ស្ដែងអញ្ចឹងបាទអរគុណច្រើនអាដាមសំអានដោយអាដាមបានរៀបរាប់អញ្ចឹងគឺមើលទៅដើមចំនៃការបង្កឲ្យមានសង្គ្រាមខ្មែរថៃនេះគឺមកពីលោកហ៊ុនសែនថ្លែងនៅមុខលោកសំអានបានរំលឹកអំបញ្ញមកអញ្ចឹងថ្លែងនៅមុខជនភៀសសឹកថាសារភាពថាជាកំហុសរបស់លោកហើយមើលស្រាលមហាមិត្តបងប្អូនធរគិតថាវាមិនមានសង្គ្រាមអញ្ចឹងកើតឡើងទេហើយលោកហ៊ុនសែនថាមិននឹកស្មានថាមានសង្គ្រាមកើតឡើងហើយលោកទុកលុយនឹងសម្រាប់អភិវឌ្ឍប្រទេសជាតិវិញមិនបានទិញកំភ្លើងអីចឹងជាដើមក៏ប៉ុន្តែការលើកពីលោកហ៊ុនសែនការអាងរបស់លោកហ៊ុនសែនហាក់បីដូចជាបញ្ច្រាស់ពីដើមទីដោយដំអ៊ំសំអានបានលើកឡើងអំបញ្ញមិញនេះហើយគឺកត្តាចម្បងនោះគឺការទម្លាយខ្សែអត្តសម្លេងរបស់អ្នកស្រីភេទងឋានអ្វីដែលសំខាន់មួយទៀតនឹងពីដើមទីលោកហ៊ុនសែនអះអាងថាលោកមានកំភ្លើងធំមានសំណាញ់មេឃហើយលោកបាននិយាយធ្វើកាយវិការច្អល់ទៀតឲ្យឯងចូលមកហើយចូលហើយអាសំណាញ់មេឃសង្គ្រប់ទៅវិញនៅពេលថៃលេងមែនតែនទៅអាការនឹងសឹងថាមានក្របបាញ់ផងតើនេះជាកំហុសមកពីលោកមើលស្រាលស្ថានភាពថាលោកទុកចិត្តគេពេកឬក៏វាអសមត្ថភាពនៅក្នុងការងារនៃការការពារជាតិដោយសារតែអំពើពុករលួយចាក់គ្រឹះនៅក្នុងសង្គមហ្នឹងឬក៏នៅក្នុងរបបតកូលហ៊ុនហ្នឹងតែម្ដងអាយអ៊ំសំអានបាទដោយសារតែការកាន់អំណាចផ្ដាច់ការតពូជ
ពួកនិយមគ្រួសារនិយមទៅអត់មានលុយដើម្បីពង្រឹងវិស័យយោធាហើយក៏និយាយយល់លេះល្អទៅដើម្បីឲ្យប្រជាពលរដ្ឋស្រឡាញ់គ្រប់គ្រងគាត់គាត់ថាគាត់យកលុយហ្នឹងទៅធ្វើសាលារៀនផ្លូវថ្នល់ទីពេទ្យអីចឹងទៅចឹងអត់បានពង្រឹងវិស័យយោធាតែពិតដោយសារគាត់កាន់អំណាចផ្ដាច់ការតពូជហ្នឹងគេផ្ដាច់ប្រព័ន្ធកាន់គ្រោះពន្ធ EBA 20%ទៅអឺរ៉ុបផ្ដាច់អញ្ចឹងដល់ខាងអាមេរិកផ្ដាច់ប្រព័ន្ធកាន់គ្រោះពន្ធទូទៅអញ្ចឹងទៅគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចអញ្ចឹងទៅហើយអញ្ចឹងសេដ្ឋកិច្ចវាមិនធ្លាក់ចុះអញ្ចឹងគាត់មានលុយណាដើម្បីទៅទិញសភាវុធទំនើបហើយអញ្ចឹងគាត់យកលេសហ្នឹងថាអីគាត់យកលុយហ្នឹងទៅអភិវឌ្ឍប្រទេសជាតិអញ្ចឹងណាបាទដោយសាររឿងអសមត្ថភាពក្នុងការដឹកនាំហើយនឹងអង្គើប្រលួយបពុរនិយមអត់ពង្រឹងវិស័យយោធាហើយគឺយើងឃើញថាវិស័យយោធាហ្នឹងដាក់តកូលអ្នកធំអញ្ចឹងទៅបពួកខ្លួនឯងហ្នឹងអត់មានអ្នកដែលមានសមត្ថភាពអត់មានអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានទេទៅហ៊ានសុររអីហូបអត់បានផងហើយប្រាក់ខែទីទួចពូនកូនហ្នឹងអត់មានអីហូបផងអត់មានផ្ទះសម្បែងយើងឃើញថាទៅហ៊ានគាត់អត់មានអីដើម្បីគ្រប់គ្រងគ្រួសារផងអត់មានអីហូបផងទៅច្បាំងជាមួយគេមិនអាវុធមិនទំនើបផងដូច្នេះដោយសារតែខុសនៃការដឹកនាំមកផ្ដាច់ការតពូជអង្គើពុករលួយបពុនិយមមិនមានដោយសាររឿងអីផ្សេងនោះទេបាទអរគុណច្រើនខ្ញុំចង់ងាកទៅអាលិចបន្តិចអ្វីដែលសំខាន់ដូចអាដាមអ៊ុំសំអាមបានលើកឡើងអញ្ចឹងគឺសង្គ្រាមខ្មែរថៃនេះគឺបង្កឡើងដោយសារកំហុសនៃការដឹកនាំរបស់តកូលហ៊ុនហើយកំហុសនេះទៀតយើងមើលឃើញថារបបតកូលហ៊ុននេះមិនចូលចិត្តនៃការឲ្យមតិយោបល់ដើម្បីស្ថាបនានោះទេបើអ្នកណាហ៊ាននិយាយពីថាអូខេអ្នកឯងមានកំហុសហើយនៃការដឹកនាំហ្នឹងដែលធ្វើឲ្យមានសង្គ្រាមអ្នកឯងមានកំហុសហើយនៃការដឹកនាំបពុនិយមបណ្ដោយឲ្យមន្ត្រីមូលដ្ឋាននឹងបំផ្លាញធនធានធម្មជាតិកាប់ព្រៃកាប់ឈើបូមខ្សាច់បូមអីជីករ៉ែជីកអីយកទៅលក់ហ្នឹងត្រូវតែបញ្ឈប់ក្រុមហ៊ុនទាំងអស់ហ្នឹងដូចជាយុវជនបរិស្ថានអញ្ចឹងជាដើមគ្នាលះបង់មែនតើជាបញ្ញវន្តជានិស្សិតដែលរៀនមិនទាន់នឹងចប់ផងកំពុងតែវ័យដែលកំពុងតែក្រែបយកចំណេះដឹងរបបតកូលហ៊ុននេះគ្មានត្រាប្រណីនោះឡើយហើយចាប់ដាក់ពន្ធនាគារនៅពេលដែលពួកគាត់ត្រូវបានមហាជនចាត់ទុកថាជាមនុស្សស្រឡាញ់ជាតិជាមនុស្សស្នេហាជាតិពិតប្រាកដបែរជារងទោសទណ្ឌក្រមលេសអនុវត្តច្បាប់ហើយចាប់ដាក់ពន្ធនាគាររីឯអ្នកដែលបំផ្លាញធនធានធម្មជាតិភោគទ្រព្យរបស់ជាតិត្រូវបានបញ្ចាច់ដល់បញ្ចើតកូលហ៊ុននោះត្រូវបានដំឡើងឋានន្តរស័ក្តិមានតួនាទីទៅវិញអាលិចនៅពេលដែលតកូលហ៊ុនមើលមិនខុសមើលមិនឃើញពីកំហុសរបស់ខ្លួនហើយចាប់អ្នកដែលឲ្យមតិយោបល់អ្នកដែលបញ្ចេញមតិយោបល់ខ្វល់ខ្វាយអំពីបញ្ហាប្រទេសជាតិដាក់បញ្ហាពីប្រទេសជាតិចាប់ដាក់ពន្ធនាគារនេះទៅវិញតើអាលិចមើលឃើញបែបណាចំពោះបញ្ហានេះបាទសូមជម្រាបសួរម្ដងទៀតព្រោះមិញតែបានមីក្រូហ្វូនបាទហើយជម្រាបសួរបងបាទជំរាបសួរអ៊ំសំអានបាទអ៊ំសំអានតាមពិតទៅមុននឹងឆ្លើយសំណួរបងខ្ញុំសូមបញ្ជាក់ថាមុននឹងយើងចាប់ផ្ដើមមានសន្ទនាពីប្រធានបទហ្នឹងខ្ញុំក៏បានស្ដាប់នៃរាយការណ៍មួយដែលនិយាយពីគេទ្រព្យសម្បត្តិដែលតកូលហ៊ុនមានរហូតដល់100ក្រុមបាទហ្នឹងរបាយការណ៍ទំចេញថ្មីនេះសូមបញ្ជាក់ថាបើកពុកកញ្ចក់បន្តិចណាបងគឺអានេះគ្រាន់តែជាអានេះគ្រាន់តែជាអ្វីដែលគេហៅថាគេមិនលាក់មានន័យថាការរ៉ូស៊ីដែលមាននៅកម្ពុជាមួយផ្នែកតូចដែលគេខ្ជិលលាក់ចឹងណាតែទ្រព្យសម្បត្តិរបស់តកូលហ៊ុនលុយដែលគេលួចពីកម្ពុជាពីប្រជាជនរាប់ពាន់លានដុល្លារដែលគេកំពុងតែលាក់អាហ្នឹងយើងអត់ដឹងណាអញ្ចឹងយើងអាចនិយាយថារបាយការណ៍មិញហ្នឹងគឺគ្រាន់តែនិយាយពីមួយផ្នែកតូចទេដែលនៃអ្វីដែលគេបានលួចពួកលុយនៅសិង្ហបុរីលុយនៅស៊ុយហ្សេឡែនលុយនៅបារាំងលុយនៅអង់គ្លេសលុយនៅអូស្ត្រាលីទៅអាហ្នឹងគឺលាក់ណាអញ្ចឹងសូមឲ្យកុំឲ្យបងប្អូនខ្មែរច្រឡំថាគេមានលុយតែប៉ុណ្្នឹងអត់ទេណាគេមានលុយច្រើនជាងហ្នឹងប្រហែលជាគុណនឹង10ក៏មិនដឹងបាទហ្នឹងហើយខ្ញុំឆ្លើយបន្តឆ្លើយសំណួរបងឯងប៉ុន្តែខ្ញុំគិតថានេះជាចំណុចសំខាន់ហើយតើតើនៅសំណួរបងសការីយ៉ាគឺអាលិចចូលចាំថាអាលិចសំទោសខ្ញុំកាត់អាលិចតិចមុនចូលនឹងសំណួររបស់ខ្ញុំហ្នឹងចង់សារអាលិចលើកនេះគឺចាប់អារម្មណ៍មែនតើរបាយការណ៍ដែលខាងគោព្រៃបានចេញហ្នឹងគឺថាចំនួនអាលិចបានលើកឡើងថាចេញបន្តិចតួចមែនតើប៉ុន្តែនៅមានលុយមួយច្រើនណាស់ដែលគេលាក់ឲ្យគុណនឹង10ទៀតអាលិចដឹងពីរឿងនេះមកពីណា
ខ្ញុំមករឿងហ្នឹងថាគុណនឹង10ឬក៏គុណនឹង20យើងអត់ដឹងពីព្រោះអីយើងរាល់ថ្ងៃហ្នឹងមិនមែនជាបរិយាញ្ញាយើងមិនមែនមានទូនាទីជាចែកតែម៉េចមេអង្គភាពប្រឆាំងអំពើពុករលួយទេប៉ុន្តែខ្ញុំក៏បាននិយាយជាមួយនឹងទូតនានានៅប្រទេសនៃប្រទេសមហាអំណាចខ្ញុំក៏បាននិយាយជាមួយអ្នកជំនាញរយៈពេល10ឆ្នាំកន្លងមករឿងអំពើពុករលួយខ្ញុំក៏បាននិយាយមួយតំណាងរាស្ត្រទាំងបកសង្គមជាតិកាលសង្គមជាតិរស់ទាំងតំណាងរាស្ត្របកប្រជាជនហើយគ្រប់គ្នាប្រាប់ខ្ញុំថាលួយពាក្យច្រើនបំផុតដែលតកូលហ៊ុនលួចគេមិនទុកនៅកម្ពុជាទេពីព្រោះអត់មានសុវត្ថិភាពអញ្ចឹងណាអញ្ចឹងបានយើងអាចថាបើមិនទៀតចេះបងបើយើងប្រៀបធៀបរបបហ៊ុនសែនជាមួយនឹងរបបប្រជាការនៅអាហ្វ្រិកឬក៏នៅអាមេរិកឡាទីនឬក៏នៅអឺរ៉ុបជាដើមឬក៏នៅអាស៊ីយើងឃើញថាបើសិនជាគេបង្ហាញឧទាហរណ៍គេបង្ហាញ1000លានមានន័យថាគេកំពុងតែលាក់តាមមជ្ឈមភាគណាគឺតាមស្ថិតិបើគេបង្ហាញ1000លានឬក៏សារភាពថាមានលុយ1000លានគឺមានន័យថាកំពុងតែលាក់10000បាទមានន័យថាកំពុងតែលាក់គុណនឹង10អញ្ចឹងបើខ្ញុំនិយាយពាក្យថាគុណ10ណាប៉ុន្តែចាំគេអស់អំណាចនៅពេលដែលគ្រួសារតកូលហ៊ុននឹងអស់អំណាចលុយគេតែលុយកខ្វក់លុយដែលបានលួចពីការកិច្ចពន្ធការសោកប៉ាន់ការកាប់ឈើខ្សាច់មាសអីជួនដល់មនុស្សផងលៀងលុយកខ្វក់ឲ្យចិនផងអាហ្នឹងគឺនឹងចេញហើយនឹងចេញប្រាចេញនៅស៊ុយហ្សេឡង់ចេញនៅសិង្ហបុរីចេញនៅប្រទេសចិនចេញយ៉ាងនេះចេញយ៉ាងនោះណាអាហ្នឹងបងចាំពីសម្ដីខ្ញុំទៅពេលដែលពួកហ្នឹងអស់អំណាចមិនខុសពីរបបប្រជាការនៅនីហ្សេរីយ៉ានៅឥណ្ឌូនេស៊ីនៅហ្វីលីពីនម៉ាร์កូសមិនម៉ាร์កូសរាល់ថ្ងៃណាឪពុកម៉ាร์កូសពេលអស់អំណាចប្រជាពលរដ្ឋនៃប្រទេសហ្នឹងភ្ញាក់ផ្អើលថាជុំមានលុយរាប់ពាន់លានដុល្លារទុកនៅស៊ុយហ្សេឡង់ទុកនៅអាមេរិកហើយនេះว่าយើងរាល់ថ្ងៃអត់ដឹងដោយសារមិនដែលលោកហ៊ុនសែនល្ងងដល់កម្រិតថាបើកង់ធនាគារមួយនៅស៊ុយហ្សេឡង់ដាក់ឈ្មោះហ៊ុនសែនណាដាក់ឈ្មោះគេហៅថាក្រុមហ៊ុនខ្មោចឬក៏ដាក់ឈ្មោះអ្នកផ្សេងជំនួសប៉ុន្តែធៀបប៉ុណ្ណឹងគឺលុយរបស់គាត់ណាបាទអញ្ចឹងខ្ញុំគាត់ថាបើយើងចង់ដឹងពីចំនួនប្រកបតើតែយើងចាំកម្ពុជាមានប្រជាធិបតេយ្យនីតិរដ្ឋប្រកបមិនមែនរាល់ថ្ងៃទេអានឹងយើងដឹងប៉ុន្តែខ្ញុំហ៊ានភ្នាល់ថាយ៉ាងតិចអ្វីដែលគេបានលួចយ៉ាងតិច5000លានដុល្លារសហរដ្ឋអាមេរិកខ្ញុំហ៊ានភ្នាល់អញ្ចឹងបាទអាឡិចអរគុណយើងនឹងជជែកបែកញែកលើប្រធានបទនេះនៅពេលក្រោយឲ្យបាននៅសប្តាហ៍ក្រោយនេះឲ្យបានច្បាស់លាស់ពិស្ដារជាងនេះទៀតហើយប៉ុន្តែអ្វីដែលអាឡិចលើកមកថាបើកបង្កក់បន្តិចនេះធ្វើខ្ញុំចាប់អារម្មណ៍មែនតើចង់សួរមួយសំណួរថែមទៀតចុះតើការដែលគេលាក់នៅក្រៅប្រទេសនឹងលាក់ដោយរបៀបណាអាឡិចអាចដឹងទេលាក់ដោយរបៀបណាបើប្រទេសមួយមានថាប្រភពលុយនឹងគឺត្រូវស្វែងរកប្រភពឲ្យច្បាស់លាស់ថាមកពីណាអីពីណីអញ្ចឹងណាតើហេតុអីគេលាក់ដោយមធ្យោបាយណាអាចលាក់បាននៅក្រៅប្រទេសហ្នឹងបើសិនជាអាឡិចអាចឆ្លើយបានបាទខ្ញុំឆ្លើយបានមិនខ្ញុំជំនាញនៅក្នុងការលាងលុយកខ្វក់ទេប៉ុន្តែយើងអាចអានសភៅយើងអាចអានរបាយការណ៍យើងដឹងថាទំហៀនទី1ក្រោយពីទទួលលុយកខ្វក់នៅក្នុងដៃគឺយើងជួលមេធាវីយើងជួលអ្នកដែលក្រុមហ៊ុនដែលមានជំនាញនៅក្នុងការលាងលុយរបស់យើងជួលនៅសិង្ហបុរីជួលនៅអង់គ្លេសជួលនៅខ្មែរជួលនៅជាពិសេសជួលនៅក្រៅប្រទេសហើយគេជាអ្នកដែលប្រាប់ពីយន្តការប្រាប់ពីវិធីធ្វើហើយមានពាក្យបច្ចេកទេសអង់គ្លេសមួយគេថា layering layer មានថាបន្ទាត់ស្រទាប់1 2 3 4 5ឧទាហរណ៍ទទួលលុយ10លានដុល្លារពីចិនរស់ស៊ីនៅកម្ពុជាសកម្មភាពខុសច្បាប់ណាឧទាហរណ៍ណាគាត់ទទួល10លានហ្នឹងគាត់មិនអាចយក10លានដុល្លារហ្នឹងទៅវេទៅធនាគារនៅអង់គ្លេសបានទេដោយសារហ្នឹងលើកោកពេកអញ្ចឹងគេជួលក្រុមហ៊ុនណាមួយដែលមានជំនាញគឺបង្កើតស្រទាប់មួយមានន័យថាវេពីកម្ពុជាទៅសិង្ហបុរីពីសិង្ហបុរីត្រឡប់ទៅកម្ពុជាទិញដីទិញផ្ទះទិញពាហ៊ុនក្រោយមកហ្នឹងលោតទៅប្រទេសផ្សេងទីបញ្ចប់លោតទៅអង់គ្លេសដើម្បីទិញផ្ទះទិញដីហើយដាក់ឈ្មោះអ្នកផ្សេងអញ្ចឹងគឺពាក្យថា layering មានន័យថាបង្កើតឧបសគ្គច្រើនដើម្បីឲ្យអ្នកអសេបង្កេតជាសកម្មជនឬក៏ជាមេធាវីស្របច្បាប់ឬក៏ជាគេហៅថាអង្គការដែលទាមទារតម្លាភាពហ្នឹងគឺបង្វែងគេមិនអាចរកបានទេណាក៏ប៉ុន្តែដូចខ្ញុំនិយាយដដែលនៅពេលណាមួយដែលគេអស់អំណាចគឺឯកសារគឺនឹងជាពិសេសបើគេអស់អំណាចហើយគេរត់នឹងតន់គេថារត់ទៅពលានវាអត់តន់ណាហើយគេមិនអាចកុំតិចឯកសារបានទេគឺអព័ត៌មានហ្នឹងគឺនឹងចេញទាំងអស់ពីព្រោះខំលាក់បណ្ណាក៏ដោយគឺកុំភ្លេចថា
trong mình cho cứ tới tầm miền sai mối đã thả bị chuột group sập tuột từng ngõ cái này này cho người cái thả បាទ មិនអាចលាក់100%បានទេគាត់តែលាក់សម្រាប់ប្រជាជនខ្មែរក្នុងពេលនេះមួយចំនួនធំតែអនាគតលាក់អត់បានទេបាទ បាទអរគុណអាឡិចបាទយើងនឹង slash រឿងនេះត្រឹមនេះចុះហើយសូមលោកនេះរងចាំទស្សនាកិច្ចពិភាក្សាដ៏ពិស្ដារអំពីរឿងនេះបន្ថែមទៀតនៅសប្តាហ៍ក្រោយបាទសូមចេញអាឡិចឆ្លើយនៅសំណួររបស់ បា ខ្ញុំ ទសំណួរបាទយើងចាក់ប្រធានទៅលើរឿងដែលថាចាប់អារម្មណ៍មែនតើពួកខ្ញុំឃើញថាសំខាន់ជាងគេទាំងអស់នៅកម្ពុជារាល់ថ្ងៃគឺគេកាន់អំណាច ត្រូវហើយ គេ អាឡិច ក្រា បាទ ញអំណាចដើម្បីអី បាទ ដើម្បីលុយនេះអញ្ចឹងទៅគេ បាទ ប្រាលេខថាគេស្ថិរភាពនយោបាយរំលាយបកសង្គមជាតិដោយសារគេថាម៉េចសង្គមជាតិរំលោភច្បាប់សិទ្ធិប៉ັດគឺគ្មានទេគឺក្រាញអំណាចធ្វើបាបទៅលើខ្មែរគ្នាឯងដើម្បីអីដើម្បីកាន់អំណាចតទៅមុខទៀតដើម្បីមានលទ្ធភាពប្រមូលលុយកោះច្បាប់តទៅមុខទៀតអញ្ចឹងគឺប្រតិបត្តិនេះគឺសំខាន់បាទ បាទសំខាន់ របបប្រជាការទាំងអស់គេធ្វើអញ្ចឹងមិនមែនតែនៅកម្ពុជាទេយើងមើលជំវិញខ្លួនពេញពិភពលោកគេដូចជាយូរទៅគេញៀនណាញៀនគេហៅថាមនុស្សជំវិញខ្លួនក្រាបឬក៏គេហៅថាលូនណាហៅគេសម្ដេចអគ្គផងយូរទៅហ្នឹងអ្នកកាន់អំណាចចូលលោកហ៊ុនសែនកាន់អំណាចតាំងពីបែបជាងហ្នឹងអញ្ចឹងគាត់យូរទៅគាត់ញៀនបងសម្រាប់លោកហ៊ុនសែនគឺគ្មានអីសំខាន់ជាងមនុស្សជំវិញខ្លួនគឺគោរពដោយគាត់ចាត់ទុកគាត់ជាព្រះអញ្ចឹងទៅអាហ្នឹងគឺជាគេហៅថាញៀននឹងអំណាចដែលថាញៀនសាហាវជាងញៀនទៅលើគ្រឿងញៀនទៀតណាបាទអញ្ចឹងគឺ បាទ អាហ្នឹងមកផ្នែកទី2គេតម្រូវឲ្យពលរដ្ឋជំវិញខ្លួនគឺទី1ស្ងាត់ស្ងៀមមិននិយាយការពិតមិនសួរដេញដោលទី2ខ្លាចនិងទី3ភាសាគេហៅថាសម័យទៅខ្លាចមានន័យថាអត់ដឹងអាហ្នឹងគឺស្ងាត់ស្ងៀមភាពភ័យខ្លាចនិងអត់ដឹងចាំបានរងហើយគេថាគេបោកប្រជាពលរដ្ឋឬក៏គេកុហកប្រជាពលរដ្ឋឬក៏គេចាប់ប្រជាពលរដ្ឋដាក់គុកដើម្បីអីដើម្បីឲ្យបំផិតបំភ័យដល់ប្រជាជនហើយរបបតកូលហ៊ុនមិនខុសពីរបបផ្សេងទេរបបប្រជាការផ្សេងគឺពេលដែលប្រជាជនគឺបើមិនសរសើរប៉ុន្តែស្ងាត់ស្ងៀមអូខេមានអីណាគេទទួលយកបានកុំឲ្យតែយើងនិយាយកុំឲ្យតែយើងសួរគេសប្បាយចិត្តប៉ុន្តែអ្វីដែលគេសប្បាយចិត្តជាងគេអារីដែលថាអីគេដាក់ជង្គង់លើដីហើយក្រាបហើយសរសើរគេទៅអាហ្នឹងគឺអាហ្នឹងគេជួយចិត្តហើយឧទាហរណ៍ជាក់ស្ដែងនិយាយពីសកម្មជននៃចលនាមេដាធម្មជាតិមិនខុសពីបងនៅគុកព្រៃសរនៅម៉ូមួយមានថាជាថាមានអ្នកតមនសិការទាំងអស់ទៅឲ្យតែគេព្រមធ្វើវីដេអូប្រាប់ពីសំទោសមួយម៉ាត់បាទសំទោសមិនសំខាន់ណាអាសំខាន់បំផុតគឺសរសើរទៀត សរសើរហ៊ុនសែនសាច់ទុកជាគេអគ្គសម្ដេចអគ្គមហាសេនាសេនាទៅគឺជាបេដាននៃប្រទេសជាតិអីណាទៅអាហ្នឹងហ៊ុនសែនគាត់សប្បាយចិត្តគាត់ដោះលែងភ្លាមហ្មងណាឃើញចាំន័យថាកម្ពុជាមិនមែនជានីតិរដ្ឋទេយូរទៅគឺខ្លាចតែជាប្រទេសណាមួយដែលថាអ្នកអត់ទោសមនសិការដែលមិនមានទោសណាមួយទេមិនបានធ្វើសកម្មភាពណាខុសច្បាប់ឲ្យតែគេសរសើរហ៊ុនសែននិងហ៊ុនម៉ាណែតពូយូរទៅហ៊ុនម៉ាណែតដូចអឺអញ្ចឹងហ៊ុនម៉ាណែតដំបូងអត់សូវបារម្ភអត់សូវខ្វល់ខ្វាយរឿងគេសរសើរយូរទៅហ៊ុនម៉ាណែតដូចវាអញ្ចឹង អត់ទៅចូល គឺបើសិនជាបាទចូលចិត្តចូលណាអញ្ចឹង បាទ អានេះគឺជាការញៀនមួយហើយទង្វិញខ្លួនមនុស្សដូចហ៊ុនសែនហ៊ុនម៉ាណែតវាច្រើនអត់សូវខ្វល់ខ្វាយរឿងអំណាចវាខ្វល់ខ្វាយដែរប៉ុន្តែអ្វីដែលជាអតិភិបគឺមិនណាគេសរសើរទេគឺលុយឧទាហរណ៍ត្រីភិបហ៊ុនម៉ាណាណាកូនស្រីមុនរ៉េនេដូចគ្នាដែរប្រពន្ធរបស់ហ៊ុនសែនកូនស្រីរបស់ហ៊ុនសែនមានហ៊ុនម៉ាណាមានហ៊ុនម៉ាលីជាដើមទៅឃើញគេអត់សូវចេញមុខណាគេអត់សូវខ្វល់ខ្វាយអ្វីប្រជាពលរដ្ឋក្រាបអីអត់ទេណាគេចូលចិត្តរស់ស៊ីបងដោយលោកហ៊ុនតូជាដើមឬអកញ៉ាមួយចំនួនអភិបាលខេត្តអភិបាលស្រុកពួកហ្នឹងគេកំពុងតែលេងល្ខោនណាគេថាហ៊ុនសែនហ៊ុនម៉ាណែតជាមនុស្សដែលគ្រប់គ្នាសរសើរហើយមនុស្សជំវិញខ្លួនហ៊ុនសែនហ៊ុនម៉ាណែតហ្នឹងគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយរឿងគេសរសើរអីទេខ្វល់ខ្វាយរឿងលុយអញ្ចឹងណាអាហ្នឹងយើងឃើញថារបបប្រជាការនៅអាហ្វ្រិកផងនៅអេស្ប៉ាញ50ឆ្នាំមុនដូចគ្នាអញ្ចឹងគឺមនុស្សជំវិញខ្លួនអ្នកការអំណាចគឺចិត្តតែសរសើរគេក្រាបអញ្ចឹងទៅដើម្បីបានលុយអញ្ចឹងណាអាហ្នឹងគឺជារូបមន្តដែលមានគួរថ្នាក់ច្រើនសម្រាប់ប្រទេសជាតិបើយើងឃើញជាក់ស្ដែងគឺបំផ្លាញសេដ្ឋកិច្ចដោយបងសការីយ៉ាបាននិយាយហើយគឺសេដ្ឋកិច្ចក៏ធ្លាក់ការវិនិយោគក៏ធ្លាក់នាំចេញទៅក្រៅប្រទេសក៏ធ្លាក់ទណ្ឌកម្មបន្តិចទេគឺកាត់បន្ថយEBA ផងស្អីផងប៉ុន្តែវាមិនត្រឹមត្រូវទេវាមានគួរថ្នាក់2ដល់របបកាន់អំណាចគួរថ្នាក់ទី1គឺនៅពេលណាដែល
គេហៅថាប្រជាជនងើបគេហៅថាងើបប្រឆាំងនឹងរបបកណ្ដាលអំណាចរបបគឺអត់ដឹងខ្លួនផងពីព្រោះរបបច្រឡំថាគ្រប់គ្នាសប្បាយចិត្តមិនចឹងគេច្រឡំថាប្រជាពលរដ្ឋទាំងអស់គ្នាគឺសប្បាយចិត្តដោយសារប្រជាជនអត់ឲ្យហ៊ាននិយាយកាប់អត់ឲ្យហ៊ានរិះគន់ទេពីព្រោះអាចតែរិះគន់គឺគេចាប់ប៉ុន្តែនៅពេលណាមួយដែលមានរលកគឺទូបត់ជាប់ទេអាហ្នឹងទូបត់ជាប់ហ្មងហើយគួរថ្នាក់ទី2សូមឲ្យហ៊ុនសែនបើសិនជាគាត់មើលពួកខ្ញុំជឿថាហ៊ុនសែនចូលចិត្តមើលទូបញ្ជូសេរីសូមគួរថ្នាក់ទី2សំខាន់ណាស់សូម្បីតែមនុស្សជុំវិញខ្លួនហ៊ុនសែនរាល់ថ្ងៃដែលញញឹមហើយលើកដៃសំពះរហូតហ្នឹងគុំច្រឡំថាគេកំពុងតែស្រឡាញ់ហ៊ុនសែនណាគុំច្រឡំថាគេកំពុងតែស្មោះត្រង់នឹងអំណាចតកូលហ៊ុនទេគេស្មោះត្រង់នឹងលុយអញ្ចឹងបើសិនជាថ្ងៃណាមួយឃើញតែស្ថានភាពប្រែប្រួលកលៈទេសៈប្រែប្រួលគេឃើញថានៅកវាយហ៊ុនសែនខាតជាងចំណេញគេទាំងទាត់គាត់ចោលឧទាហរណ៍ជាក់ស្ដែងក្នុងចំណោម20ឧទាហរណ៍ដែលអាចដាក់បានថ្មីនេះនៅវេណេស៊ុយអេឡាឃើញទេម៉ាឌូរ៉ូពេលដែលម៉ាឌូរ៉ូនឹងគឺលេងមានប្រយោជន៍សម្រាប់មនុស្សជំនាញខ្លួនគឺបានសហការគ្នាជាមួយរដ្ឋាភិបាលអាមេរិកដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកចាប់ម៉ាឌូរ៉ូបញ្ជូនទៅពន្ធនាគារហើយគេកាន់អំណាចពីណាគេកាន់អំណាចនៅវេណេស៊ុយអេឡារងហើយគឺគ្នាម៉ាឌូរ៉ូណាចឹងឃើញទេអាហ្នឹងគឺឧទាហរណ៍ទី1ឧទាហរណ៍ទី2យើងអាចនិយាយថានៅសេrbីមនុស្សជំនាញខ្លួន Milosevic ឆ្នាំ98 99ត្រូវរើគ្នាជាមួយនឹង EU ផងហើយចាប់ដៃជាមួយបាតកោដើម្បីចាប់ Milosevic បញ្ជូនទៅតុលាការអន្តរជាតិ ICJ ដើម្បីរួចខ្លួនឯងនិងដើម្បីគេថាបន្តអំណាចដោយគេហៅថាជំនួស Milosevic ចាំមិនថាគួរថ្នាក់បំផុតទេវប្បធម៌ដែលហ៊ុនសែននិងហ៊ុនម៉ាណែតកំពុងតែបង្កើតដោយសារជុំវិញខ្លួនសិតតែសត្រូវតែខ្លួនឯងអត់ដឹងផងអាហ្នឹងជាការវិភាគរបស់ខ្ញុំបាទអរគុណអរគុណច្រើនអាលិចខ្ញុំសូមខ្លីទេស្រង់នៅចំណុចអាលិចបានរៀបរាប់យ៉ាងក្បោះក្បាយអំពីរបបតកូលហ៊ុនចូលចិត្តបញ្ចើឲ្យអ្នកស្នេហាជាតិប្រកាសខ្លាយជាអ្នកទោសអាយដាមអ៊ុំសំអានក៏ជាធ្លាប់ជាអ្នកទោសដែររឿងព្រំដែនក៏ចាប់ដាក់គុកដែរមានឋានៈជាតំណាងរាស្ត្រផងមានអភ័យឯកសិទ្ធិផងក៏របបនេះមិនគោរពច្បាប់មិនញញើតក្នុងការចាប់ចងនោះទេអាឡិចបានលើកឡើងថារបបនេះចូលចិត្តបញ្ចើសរសើរហើយដឹកនាំបែបគៀបសង្កត់ទិសដៅចង់ឲ្យបរដ្ឋនឹងស្ងៀមស្ងាត់ខ្លាចខ្លៅហើយមួយទៀតដឹកនាំតាមបែបបោកបញ្ឆោតគឺបោកប្រាស់ជាក់ស្ដែងឥឡូវនេះថ្មីនេះដែលអ្នកជំនាញខាងផ្នែកដំណើរអន្តរជាតិរបស់ថៃដែលឈ្មោះសូរិឆាតបំរុងសុខនឹងបានសរសេរនៅលើអត្ថបទវិភាគដែលសរសើរលោកហ៊ុនសែនថាថៃដែលឈ្លានពានយកទឹកដីកម្ពុជានឹងមិនមែនជារឿងឆ្លាតវៃទេហើយមួយវិញទៀតនឹងថាការដែលថៃឈ្លានពានយកទឹកដីកម្ពុជាបាននឹងកាន់តែធ្វើឲ្យរបបតកូលហ៊ុននឹងរឹងមាំទៅវិញតើនៅពេលលោកហ៊ុនសែនយកអត្ថបទនេះមកចែករំលែកនៅពេលទឹកដីបាត់បង់ប្រជាពលរដ្ឋមានទឹកភ្នែកអ្នកខ្លះស្លាប់អ្នកខ្លះជនភៀសសឹកមានជាងកន្លះលានអ្នកហើយការបាត់បង់ទាំងសេដ្ឋកិច្ចទាំងហេដ្ឋារចនាសម្ព័ន្ធទាំងសាលារៀនទាំងមន្ទីរពេទ្យទាំងប្រាសាទបុរាណទាំងអស់ហ្នឹងតើចំណុចបោកប្រាស់ហ្នឹងប្រកាសថាប្រជាពលរដ្ឋហ្នឹងជឿអ្វីលោកហ៊ុនសែនកំពុងបោកប្រាស់ទេឥឡូវមិនជឿទេពីច្រើនបំផុតប៉ុន្តែនិយាយកាប់ប៉ាត់មិនបាននិយាយកាប់ប៉ាត់បានចំពោះមិត្តភ័ក្តិឬក៏ចំពោះមិត្តភ័ក្តិជិតស្និទ្ធណាចំពោះនៅទល់មុខឪពុកម្ដាយអាហ្នឹងបានពេលខ្ញុំនៅកម្ពុជានិយាយកាប់ប៉ាត់បានមួយផ្នែកនៅក្នុងហាងកាហ្វេប៉ុន្តែយូរទៅហ្នឹងសូម្បីតែក្នុងហាងកាហ្វេហ្នឹងក៏មិនសូវហ៊ាននិយាយកាប់ប៉ាត់ណាក៏ប៉ុន្តែទៀតប៉ាត់គ្រប់គ្នាគេដឹងហើយនៅក្នុងចិត្តណាពីព្រោះយើងថាប្រជាពលរដ្ឋរាល់ថ្ងៃក៏កំពុងតែលេងនៅក្នុង account នេះគឺរបបប្រជាការនៅកម្ពុជាដោយរបបប្រជាការផ្សេងគឺវាប្រៀបទៅនឹង account មួយដែលរបបហ៊ុនសែនជា director ជាគេថានិពន្ធនាយកអញ្ចឹងទៅជាប្រជាពលរដ្ឋក្នុងពេលនេះគាត់រួមទៅអរគុណសន្តិភាពរួមនៅក្នុង account ជាមួយគ្នាទៅពីព្រោះបើអត់រួមគេចាប់ដាក់គុកហើយអាណានឹងខ្លាចចាប់ដាក់គុកណាគ្រប់គ្នាខ្លាចគុកនៅកម្ពុជាគុកវេទនាណាប៉ុន្តែគឺគាត់តែ account ណាមិនរឿងប៉ិតណាថ្ងៃណាមួយមានឱកាសនិយាយថាខ្ញុំមិនលេងជាមួយខ្ញុំមិនចូលរួមនៅក្នុងលក្ខខណ្ឌរបស់អ្នកឯងទៀតទេអាហ្នឹងគេអាចនឹងហ៊ាននិយាយទេព្រោះយើងដឹងថាជាក់ស្ដែងបងអ៊ំសមានក៏ដឹងសការីយ៉ាក៏ដឹងខ្ញុំក៏ដឹងខ្មែរក្រៅប្រទេសមកកំភ្លោះក៏ដឹងឲ្យតែយើងរស់នៅប្រទេសប្រជាធិបតេយ្យនីតិរដ្ឋពិតប្រាកដណារស់បានតែប្រហែលថ្ងៃយើងដឹងថាអូនៅខ្មែរគេបោកយើងទៅទេហ្នឹង
គេបោកយើងទៅទេបងពុកលុយសតសាត់អីចឹងថាប្រជាជនខ្មែរគេដឹងយូរហើយរឿងហ្នឹងតាំងពី97 98គឺដឹងគាត់ថាបាននិយាយគឺគួរថ្នាក់តែអញ្ចឹងគឺទួភ្លើទុកក្នុងចិត្តទៅប៉ុន្តែខ្ញុំថាគឺមានអ្នកជឿទេក៏លើកលែងតែមនុស្សជំវិញខ្លួនហ៊ុនសែនដែលអាខ្លះបំវិញបំវន់ទៅប៉ុន្តែខ្ញុំថាពីច្រើនគឺអត់ទេគឺអត់ជឿទៀតទេបាទ បាទនេះចាប់អារម្មណ៍អាលិចថាគេដឹងជាប្រគេដឹងហើយប៉ុន្តែក្នុងស្ថានភាពឥឡូវមិនអាចធ្វើអីបានធ្វើភ្លើទៅធ្វើមនុស្សល្ងងអីទៅខ្ញុំអានអត្ថបទតាក់ទងនៅរឿងរបស់ខ្មែរក្រហមគឺបញ្ញវន្តមួយចំនួនធំហ្នឹងដើម្បីរស់បានដើម្បីអីធ្វើជាមនុស្សល្ងងមនុស្សឈួតធ្វើជាមនុស្សឈួតទៀតថែមទៀតដើម្បីអាចរស់បានហ្នឹងបាទអញ្ចឹងនៅក្នុងរបបដឹកនាំរបស់តកូលហ៊ុននេះគឺមិនហាក់បីដូចជាមិនខុសគ្នាប្រហែលទេខ្ញុំចង់ងាកទៅឲ្យដល់អ៊ំសំអានវិញដោយអាលិចបានរៀបរាប់អញ្ចឹងមានថារបបដឹកនាំដោយតកូលហ៊ុននេះក្នុងរយៈពេល1ឆ្នាំយើងមិនបាច់និយាយថយក្រោយ40ឆ្នាំជាងប្រហែល40ឆ្នាំមកទេរយៈពេល1ឆ្នាំ2025-26នេះធ្វើឲ្យបាត់បង់ទឹកដីធ្វើឲ្យប្រត់ហូរទឹកភ្នែកឥឡូវហ្នឹងបង្កើតភូមិមួយដើម្បីលួងលោមជាប្រត់ភូមិរងចាំអីចឹងជាដើមហើយរបបនេះមិនងាយរៀនពីកំហុសរបស់ខ្លួនផងហ្នឹងជាបទពិសោធន៍យើងមើលឃើញជាក់ស្ដែងតើអាយដាមអ៊ុនសំអានមើលឃើញបែបណាឬក៏សង្ឃឹមថានៅពេលណាមួយប្រជាប្រដ្ឋដែលនៅភូមិរងចាំនឹងបានទឹកដីផ្ទះសម្បែងនឹងមកវិញទេហើយបើសិនជារបបនេះមិនរៀនពីកំហុសរបស់ខ្លួននឹងតើអនាគតប្រទេសកម្ពុជានឹងទៅជាយ៉ាងម៉េចថែមទៀតទៅពិសេសគឺបញ្ហាបរណភាពទឹកដីនេះបាទសូមជើញអានអ៊ំសំអានមកលើខ្ញុំបាទប្រជាប្រដ្ឋបាទលើខ្ញុំហ្នឹងលោកសារីលើបាទសូមជើញបាទបាទប្រជាប្រដ្ឋនៅភូមិរងចាំហ្នឹងប្រកាសជារងចាំមួយជីវិតឬរងចាំរហូតតែម្ដងមិនអាចត្រឡប់ទៅភូមិជោគជ័យភូមិព្រៃច័ន្ទបឹងតកូលវិញនោះទេបើសិនបើតកូលហ៊ុននៅកាន់អំណាចណាព្រោះបើសិនជាតកូលហ៊ុននៅកាន់អំណាចគឺมันអាចទាមទារទឹកដីចំនួន76ទីតាំងដែលបាត់បង់ទៅថៃថៃកំពុងគ្រប់គ្រងហ្នឹងទេមានតែបាត់បង់បន្ថែមទៀតបើសិនជាលោកហ៊ុនម៉ាណែតកាន់អំណាចអស់មួយជីវិតនឹងបាត់បង់ចន្លោះពី200ទីតាំងទៅ500ទីតាំងបើសិនជារហូតដល់ចៅទួតចៅលួតចៅលារបស់លោកហ៊ុនសែនកាន់អំណាចទៀតប្រទេសកម្ពុជានឹងបាត់ពីផែនទីពិភពលោកតែម្ដងវៀតណាមនិងថៃនឹងបែងចែកពាក់កណ្ដាលទន្លេមេគង្គកន្លិចទៅថៃទៅទៅវៀតណាមទៅដូចសម័យព្រះអង្គឌួងដែលវៀតណាមហើយថៃគេចង់ចែកកម្ពុជាជាពីរជំនឿអញ្ចឹងណាដូច្នេះខ្ញុំយល់ថាមានតែបដូរតកូលហ៊ុនចេញទេដាក់មេដឹកនាំថ្មីទៅអាហ្នឹងគេអាចពង្រឹងវិស័យយោធាដើម្បីប្រសិទ្ធស្វ័យការពារកុំឲ្យថៃឈ្លានពានស្រេចចិត្តរេបឡាលួដាក់ទូកុងតឺន័រធ្វើរបងបេតុងជីកបន្លាយដីខ្មែរយើងស្រេចចិត្តអត់មានការទប់ស្កាត់ដូចសពថ្ងៃហើយនឹងប្តឹងថៃទៅកាន់តុលាការយុទ្ធធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ប្តឹងថៃទៅកាន់តុលាការយុទ្ធធម៌អន្តរជាតិ ICJ ហ្នឹងដើម្បីទាមទារទឹកដីមកវិញអាហ្នឹងបានអាចទាមទារទឹកដីបានមកវិញបើសិនជាមិនប្តឹងទេហើយរំពឹងទៅចរចាធ្វើភាគីដូចសពថ្ងៃខ្ញុំយល់ថាมันអាចទាមទារទឹកដីបានមកវិញនោះទេហើយអ្វីដែលជាកំហុសឆ្គងការកាន់អំណាចរបស់តកូលហ៊ុនដែលតកូលហ៊ុនគួរតែកែហ្នឹងគឺថាធ្វើម៉េចត្រូវដោះលែងអ្នកទស្សនយោបាយអ្នកមកផ្លោងប្រជាធិបតេយ្យស្ដារសិទ្ធិមនុស្សបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដើម្បីឲ្យខ្មែរឯកភាពគ្នាខ្មែរខ្លាំងដើម្បីឲ្យបានប្រព័ន្ធការគ្រប់គ្រង EBA 20%មកវិញប្រព័ន្ធការគ្រប់គ្រងទូទៅពីអាមេរិកគេថាប្រព័ន្ធការគ្រប់គ្រង GSP ហ្នឹងពីអាមេរិកមកវិញដើម្បីពង្រឹងសេដ្ឋកិច្ចឲ្យខ្លាំងខ្លាទៅឲ្យរីកចម្រើនទៅកាលណាសេដ្ឋកិច្ចរីកចម្រើនយើងអាចពង្រឹងវិស័យយោធាទិញសភាវុធទំនើបដូចជាអីយន្តហោះចម្បាំង drone កំភ្លើងបាញ់ drone សំណាញ់មេឃហើយនឹងធ្វើម៉េចឲ្យប្រាក់ខែទៅដល់ទាហាននៅជួរមុខហ្នឹងឲ្យមានជីវភាពល្អប្រសើរជាងហ្នឹងហ៎ហើយមានអាវក្រោះមានអីចឹងទៅបំពាក់សភាវុធទំនើបដើម្បីអីត្រៀមប្រសិទ្ធស្វ័យការពារពេលថៃចូលមកឈ្នះពេលគឺទុកតែម្ដងអត់មានឲ្យថៃធ្វើឲ្យស្រេចចិត្តចឹងទេកាលណាថៃយកទឹកដីខ្មែរយើងបានហើយចង់ចរចាធ្វើភាគីមិនបានទេចង់ប្តឹងទៅតុលាការអន្តរជាតិ
ច្រើនទីតាំងពេកក៏ពិបាកគេនឹងទទួលដើម្បីដោះស្រាយយើងដែរឃើញទេអញ្ចឹងត្រូវទប់បញ្ចប់ បាទ ឃើញទេដូចសម័យខ្ញុំមើលសម័យប៉ុលពតសម័យលន់នល់សម័យសម្ដេចសេនុអីសម័យសម្ដេចតាសម័យសង្គមនេះខ្ញុំមិនអត់មានបាត់បង់ទឹកដីទៅខាងប្រទេសវៀតណាមប្រទេសថៃច្រើនអញ្ចឹងទេហើយក៏ដល់គេឈ្លានពានអញ្ចឹងទេសម័យតែសម័យប៉ុលពតសម័យដែលតស៊ូគេទៅជាដែនទឹកដីខ្មែរយើងថៃចូលមកគឺគេបាញ់គេទប់ស្កាត់ដល់ឈ្លានពានទេអញ្ចឹងបានគេអាចការពារទឹកដីបានដល់សម័យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះគឺថាវៀតណាមយកទឹកដីខ្មែរយើងស្រេចចិត្តថៃយកទឹកដីខ្មែរយើងស្រេចចិត្តអត់មានប្រើគេហៅថាសិទ្ធិស្វ័យការពារដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃនោះទេហើយយើងឃើញថាគ្មានសម័យណាដែលថៃមើងងាយខ្មែរដូចសម័យលោកហ៊ុនម៉ាណែតទេហើយគ្មានសម័យណាដែលបាត់បង់ទឹកដីរហូតដល់76ទីតាំងច្រើនអញ្ចឹងដូចសម័យលោកហ៊ុនម៉ាណែតទេបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យឆ្នាំ1954ណាដោយសារអីដោយសារតកូលហ៊ុនចាត់ទុកថៃជាបងប្អូនធរចាត់ទុកវៀតណាមជាចៅហ្វាយនេះដើម្បីការពារអំណាចរបស់ខ្លួនណាអញ្ចឹងអត់ខ្វល់រឿងការពារទឹកដីការពារតែអំណាចនឹងជាជាក់ស្ដែងយ៉ាងឯងបាទបាទអរគុណច្រើនអាយដាមអ៊ំសំអានចង់ងាកទៅអាលិចវិញបើមើលមែនតែនទៅអ្វីដែលសំខាន់ចង់កតុយរបស់អាយដាមសំអានមិញគឺថាទោះបីបាត់បង់ទឹកដីក៏ដោយបាត់ស្អីក៏ដោយមិនខ្វល់សំខាន់រក្សាអំណាចបានហើយលោកអ៊ំសំអានក៏បានលើកឡើងពីសម័យរបបប៉ុលពតនិងរបបសង្គមរាស្ត្រនិយមបើយើងមើលទៅកំថាឡើយទឹកដីរបបប៉ុលពតរបបសង្គមរាស្ត្រនិយមសូម្បីតែព្រៃឈើធនធានធម្មជាតិហ្នឹងក៏មិនបាត់បង់ដែរបាទគឺព្រៃឈើនៅគង់ដដែលហើយមករលាយគឺនៅសម័យសម្ដេចតេជោសែននេះតែម្ដងអាឡិចតើជាការពិតទៅរបបតកូលហ៊ុននេះមិនព្រមរៀនសូត្រពីកំហុសរបស់ខ្លួនឬក៏របបនេះដឹងពីកំហុសរបស់ខ្លួនដែរតែមិនអាចធ្វើអ្វីបានពិសេសខ្ញុំចង់លើកពីករណីចំនួនព្រំដែនខ្មែរថៃនេះទី1អាចថាគ្មានសមត្ថភាពតតាំងផ្នែកសង្គ្រាមទី2គ្មានសមត្ថភាពតតាំងរឿងក្តីនៅលើតុលាការអន្តរជាតិឬក៏នៅតែបន្តបង្ក្រាបបរិបទរបស់ខ្លួនគៀបសង្កត់ទៅកុំឲ្យបរិបទងើបកុំឲ្យបរិបទបញ្ចេញមតិទៅហើយគំរាមកំហែងទៅហើយពិសេសដើម្បីតែរក្សាអំណាចបានតើហេតុផលទាំងហ្នឹងឬក៏មានអ្វីផ្សេងអាឡិចបាទសូមជើញមួយឆ្លើយសំណួរបងខ្ញុំចង់និយាយបន្តិចថែមអំពីអ្វីដែលបងអ៊ំសំមានមានប្រសាសន៍ថា76ទីតាំង76ទីតាំងលើគោកលើគេហៅម៉េចលើដីគោកលើដីគោកដីគោកបងសំមានក៏យើងតែប៉ុណ្្នឹងយើងក៏ខ្ញុំក្រុមយើងក៏ចង់ជជែកជាមួយគាត់ឯកជនយូរហើយដែលថាយើងមានឯកសារយើងមានបោះតាំងនៅក្នុងដៃដែលថាសមុទ្រខ្មែរម៉ាច់ងាយហ្មងរាប់ម៉ឺនគីឡូម៉ែត្រកូរ៉េក៏បាត់បង់ទៅថៃហើយមុនសង្គ្រាមនិងក្រោយសង្គ្រាមអញ្ចឹងបើបងកញ្ចក់តិចកុំឲ្យប្រជាពលរដ្ឋខ្មែរភ្លេច76ទីតាំងថៃឈ្លានពានអូខេសមុទ្រផងដែរណាមានសមុទ្រមិន2ម៉ែត្រកូរ៉េគឺចូលរាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រហើយថៃកំពុងតែចូលបានមួយសេរីពោះរបបហ៊ុនសែនគឺរវល់តែចាប់ខ្មែរគ្នាឯងរវល់តែទិញនាឡិកានៅស៊ុយហ្សឡែនប៉ុន្តែអត់មានលុយទិញនាវាចម្បាំងឬក៏នាវាការពារព្រំដែនសមុទ្រអាហ្នឹងជាកន្លែងស្ងាត់ហើយវិស័យនេសាទកម្ពុជាក៏ជាម្ចាស់សមុទ្រក៏គួរមានសិទ្ធិចាប់ត្រីនាំចេញទៅកាន់ប្រទេសប៉ុន្តែថៃក៏បានឈ្លានពានទៅលើសមុទ្រក៏ច្រើនដែរអាហ្នឹងសំបាត់ពកញ្ចក់បាត់សំណួរបងសាការីយ៉ាសំខាន់ហើយក៏នៅអ្នកកាន់អំណាចដែលជំវិញខ្លួនសិទ្ធិមនុស្សបាទសម្ដេចនេះសម្ដេចនោះហៅគេយ៉ាងម៉េចបេដានៃសន្តិភាពមហាឆ្លាតបណ្ឌិតផងមនុស្សតែចូលសាលាប៉ុន្តែគេហៅថាបណ្ឌិតនេះបណ្ឌិតនោះយូរទៅគាត់ជឿទៅលើការបោកប្រាស់ហ្នឹងការកុហកហ្នឹងគួយទៅគាត់ជឿថាខ្លួនឯងអស្ចារ្យគាត់គិតថាយូរទៅគឺអញអស្ចារ្យមែនណាយើងនិយាយពាក្យស្រួលថាយូរទៅគឺថាអញអស្ចារ្យគឺវាមនុស្សអត់ដែលមានកុហកហ្មងគូពូកែផងយើងឮស្រាប់ហ៊ុនសែននិយាយម្ដងគាត់ខ្លួនឯងគាត់ថាមនុស្សអស្ចារ្យមែនណាតែប៉ិតល្ងងខ្លៅផុតលេខគេបណ្ឌិតបាទគាត់និយាយគឺធៀបប៉ិតតែគាត់ខ្លៅល្ងងខ្លៅផុតលេខគេប៉ុន្តែយូរទៅគាត់ឮជំវិញខ្លួនថាអូសម្ដេចពូកែយូរទៅគាត់ច្រឡំថាពូកែមែនអាហ្នឹងគូថាពីព្រោះឧទាហរណ៍ជាក់ស្ដែងដូចយើងកំពុងតែនិយាយរឿងថ្ងៃនេះខួបនៃមួយឆ្នាំនៃការផ្ទុះសង្គ្រាមរវាងកម្ពុជានិងថៃបាទយូរទៅគាត់ឃើញថា
bộ cái bếp là hôm đó con vô cho làm rồi cái pra vô sắc khó xả la cho môi thầy ủa thì họ miền sang tận ai cái chốn cho môi này vô làm mình thấy cô taxi nếu kal kon han taksin na kot chi ni yo man trek kot lui thought son tani man tram lui thought na ko che ban chen tam ban dan sam kom da yen បាទ khen ta kno pi pop lok ni na kom ro mien ni yo ra man trek ni yeមួយប្រមុខរដ្ឋស្ដីទីក៏ដោយឬក៏ជាមួយនឹងប្រធានព្រឹទ្ធសភាក៏ដោយហើយក្នុងគេហៅថាក្នុងចំណោមពីរនេះមានមួយភាគីដែលលួចថតសន្ទនានិងបញ្ចេញជាសាធារណៈណាអាហ្នឹងក៏រមែនតើមកហើយក៏ បាទ មានយុទ្ធសាស្ត្រថាព្រោះមិនឲ្យថៃឆ្លោះតាគ្នាឯងដោយសារចង់បានអ្វីមួយឬក៏ថាគាត់ឆ្លោះគ្នាជាមួយនឹងតកូលតាក់ស៊ីនការរឿងរ៉ូស៊ីជាមួយគ្នាគាត់គិតថាប្រហែលជាថៃមិនហ៊ានជាមួយខ្ញុំទេខ្ញុំឆ្លាតឃើញយូរទៅមលទ្ធផលចំក្រោយឃើញទេសចរថយ50% 76ទីតាំងបាត់បង់ព្រំដែនបិទក្រឹបហ្មងមានន័យថាពលករ1លាននាក់ត្រឡប់ទៅថៃវិញមិនបាននាំចេញផលិតផលទៅថៃក៏មិនបានសាំងប្រេងមកសុទ្ធដែលពីមុននាំចូលពីថៃមកកម្ពុជាក៏នាំចូលមិនបានឃើញសេដ្ឋកិច្ចធ្លាក់ខ្លាំងមែនតើឃើញអាហ្នឹងមកពីអីវាច្រើនបំផុតណាមកពីថៃមកពីហ៊ុនសែនឃើញគាត់ជឿថាខ្លួនហ្នឹងគឺអស្ចារ្យមែនឃើញដូចយើងរូបដែលកំពុងតែមើលលើអេក្រង់ជឿចាប់ប្រាសាទខ្មែរដល់កម្ពុជាខ្មែរកសាងរយៈពេលរាប់រយរាប់ពាន់ឆ្នាំកន្លងមកបាត់បង់ដោយសារអីដោយសារអាហ្នឹងអាចជំងឺហ្នឹងថាហ៊ុនសែនគឺថាអង្គខ្លួនឯងអស្ចារ្យមែនក្រៅពេលតែខ្លួនឯងគឺល្ងងដូចខ្ញុំនិយាយល្ងងផត់លេងអាហ្នឹងជារឿងគួរថ្នាក់ទេហើយមិនត្រឹមប៉ុណ្ណឹងទេមានរឿងផ្សេងផងដែរដែលយើងដាក់ឧទាហរណ៍មិនចប់ទេគឺរៀបយុទ្ធសាស្ត្រតទៅនឹងសេដ្ឋកិច្ចឧទាហរណ៍ណាឥឡូវយើងនិយាយពីហ៊ុនម៉ាណែតអួតថាបណ្ឌិតសេដ្ឋកិច្ចតែប៉ុតគ្រប់គ្នាដឹងហើយថាគាត់គ្មានបណ្ឌិតអីទេគាត់ទិញគាត់បងលុយឲ្យគេដើម្បីឲ្យគេសរសេរសារណាដើម្បីបានសញ្ញាបត្រជា PhD ជាបណ្ឌិតសេដ្ឋកិច្ចប៉ុន្តែទៀតប៉ាត់គាត់គ្មានបណ្ឌិតសេដ្ឋកិច្ចទេគ្មានចំណេះដឹងអីទាក់ទងនឹងសេដ្ឋកិច្ចទេប៉ុន្តែយូរទៅហ៊ុនម៉ាណែតគាត់ថាអញពូកែសេដ្ឋកិច្ចមែនរៀបយុទ្ធសាស្ត្រចូលមកដាក់អស់ទាញទេសចររៀបយុទ្ធសាស្ត្រចូលមកឲ្យអស់ទាញគេហៅថាម៉េចអ្នកវិនិយោគិនមកកម្ពុជាឃើញតែផលចំក្រោយទេសចរថយ50%អ្នកវិនិយោគមកពីប្រទេសមកកម្ពុជាមានណាពីច្រើនមានក្នុងវិស័យឆោបោក្នុងវិស័យលៀងលក់កខ្វក់អញ្ចឹងបានថាហ្នឹងគឺជាគ្រោះថ្នាក់មួយដែលប្រទេសមានប្រជាធិបតេយ្យនីតិរដ្ឋពហុបកពិតប្រាកដគេអត់ដែលធ្វើអញ្ចឹងទេគេត្រូវតែអនុញ្ញាតឲ្យមានសួរដេញដោលក្នុងសភាមិនសភានៅកម្ពុជារាល់ថ្ងៃទេគ្មានតែព្រៀបនឹងគ្មានសភាផងតម្រូវឲ្យមានសារព័ត៌មានឯករាជ្យបញ្ចេញមតិតម្រូវឲ្យមានសង្គមស៊ីវិលតម្រូវឲ្យប្រជាពលរដ្ឋទូតវ៉ាតាមផ្លូវកាន់តែច្រើនទៅដើម្បីអីដើម្បីកុំឲ្យក្រុមគ្រួសារណាមួយឬក៏បុគ្គលណាមួយកាន់អំណាចជ្រុលរយៈពេលវែងតែស្អីយូរទៅគូបង្វែងតាមអំណាចពុករលួយប្រទេសជាតិខាតអញ្ចឹងខ្ញុំគិតថាយើងអាចជជែកតគ្នាយើងថាប្រធានបទនេះគឺចាប់អារម្មណ៍ហើយក៏ជជែកជាមួយគ្នា10ម៉ោងក៏មិនតាន់អស់ហើយប៉ុន្តែដោយសារយុគនៅកម្ពុជាហើយខ្ញុំសង្កេតតែប៉ុណ្្នឹងបាទអរគុណច្រើនអាឡិចបានលើកឡើងថាដើមចំនៃសង្គ្រាមដែលកំហុសនៃការដឹកនាំរបស់តកូលហ៊ុនហ្នឹងគឺធ្វើឲ្យបាត់បង់ទឹកដី76ទីតាំងហើយនៅខាងផ្នែកសមុទ្ររាប់គីឡូម៉ែត្រអីទៀតហ្នឹងគឺដោយសារតែកំហុសនៃការដឹកនាំរបស់តកូលហ៊ុនពិសេសគឺលោកហ៊ុនសែនតែម្ដងហើយមែនតែនទៅដោយអាឡិចបានលើកឡើងហើយគឺការផ្ចេញខ្សែអាតសម្លេងគឺសឹងតែគ្មានមេដឹកនាំណាលើពិភពលោកធ្វើដូចលោកហ៊ុនសែនទេអ្វីដែលសំខាន់ហ្នឹងលោកហ៊ុនសែនព្យាយាមសរសេរលើ Facebook របស់លោកហ្នឹងគឺហែកគេលោកអតីតនាយករដ្ឋមន្ត្រីថៃគឺលោកថាក់ស៊ីនថែមទៀតវាក្រៅពីធ្វើបាបកូនហើយធ្វើបាបឪទៀតសរសេរហែកគេថាថាក់ស៊ីនហ្នឹងបានវាយប្រហារប្រមាថព្រះមហាក្សត្រថៃក្នុងទិសដៅដើម្បីឲ្យក្រមយោធាឬក៏មហាក្សត្រថៃដាក់ទោសថាក់ស៊ីនឲ្យកាន់តែខ្លាំងផ្ទុយទៅវិញគឺលោកហ៊ុនសែនខុសពីការរំពឹងទុកថាក់ស៊ីនមានសេរីភាពហើយថៃបានចងសម្ព័ន្ធភាពនឹងគ្នាកាន់តែរឹងមាំទីបញ្ចប់ទៅយកទឹកដីខ្មែរបានហើយកម្ពុជាជាអ្នកខាត់បងខុសពីការរំពឹងទុករបស់លោកហ៊ុនសែនហើយនំសំអានសំទោសមុននឹងអាយដមសំអានសួរអាឡិចមួយទៀតអាឡិចបានលើកឡើងអះអាងថាលោកហ៊ុនសែននឹងល្ងងខ្លៅផុតលេខក៏ប៉ុន្តែបើយើងមើល40ឆ្នាំមកនេះលោកហ៊ុនសែនដឹកនាំប្រទេសអ្នកដែលនយោបាយប្រឆាំងមានទាំងតែខំព្រះមានទាំងមេនាំបកប្រឆាំងលោកសំរងស៊ីដែលជាបញ្ញវន្តនៅក្រៅប្រទេសថ្នាក់បណ្ឌិតរៀនបាន
ជ្រៅជ្រះក៏ប៉ុន្តែធ្វើនយោបាយអ្នកបរដ្ឋសាមញ្ញលើកឡើងថាធ្វើនយោបាយមិនចាស់លោកហ៊ុនសែនយ៉ាងម៉េចទៅវិញរឿងនេះសំបាយប្រធានបទបន្តិចចុះបាទសំខ្លីបាទ អត់ដីទេអត់សម្រាប់ខ្ញុំគឺចាប់អារម្មណ៍ដែរក៏ជាសំណួរដែលខ្ញុំតែតែជជែកគ្នាជាមួយមិត្តភក្តិកាលខ្ញុំនៅសាតាប៉ាងអីចឹងទៅខ្ញុំក៏ជជែកគ្នាពីរឿងរហូតខ្ញុំមិនដែលចាត់ទុកលោកហ៊ុនសែនជាមនុស្សឆ្លាតអីទេគាត់តែគាត់មានចំណុចពីរដែលយើងជាអ្នកដែលឆ្លាញ់ប្រជាឆ្លាញ់គេថាសន្តិភាពប្រកបឬក៏យើងឆ្លាញ់គេថាប្រជាធិបតេយ្យឆ្លាញ់ទឹកដីឆ្លាញ់កម្ពុជាយើងអត់មានណាគឺទី1 គាត់មានចរកិច្ចវៀតណាមនៅពីក្រោយតាំងពីឆ្នាំ79កុំភ្លេចទេណាលោកហ៊ុនសែនពី79ដល់89គឺជាផ្លូវការមិនមែនស្ងាត់ទេគឺនៅក្រៅមកបានចរកិច្ចយោធារបស់ហាណូយអាហ្នឹងគឺ100%ទេក្រោយពី89មកការចរកិច្ចវៀតណាមក៏មិនតាណាផងគេមាននយោបាយកឋានដែលសម្បូរទុនធានសម្បូរមនុស្សនៅហាណូយដែលរៀបយុទ្ធសាស្ត្រឲ្យគាត់ទៅអាហ្នឹងជាចំណុចដែលថាយើងបពប្រចាំក៏ដោយអង្គការសង្គមស៊ីវិលសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននឹងយើងអត់មានផងយើងគាត់តែជាអ្នកមានបេះដូងអាហ្នឹងថាចរកិច្ចវៀតណាមហើយប្រហែលឆ្នាំកន្លងមកមិនមែនត្រឹមចរកិច្ចវៀតណាមទេគឺចរកិច្ចចិនប៊ីជីងទីក្រុងប៉េកាំងស៊ីជីនពីងនៅពីក្រោយសុទ្ធសាធចាំមិនថាមិនហ៊ុនសែនថាឧបកែទេគឺទទួលបញ្ជាពីហាណូយពីប៊ីជីងដើម្បីធ្វើម៉េចឲ្យក្រាញអំណាចតទៅមុខទៀតដោយសារអីដោយសារឃើញថាវៀតណាមនឹងចិនចំណេញពីវត្តមានរបស់លោកហ៊ុនសែនបានចំណុចទី1ដែលយើងអត់មានចំណុចទី2គាត់មានគេហៅថាម៉េចគាត់ប្រើហិង្សាសម្រាប់គេដោយងាយចាក់មនុស្សអាគុកឬក៏បង្ខំឲ្យខ្មែរចាក់ចេញពីប្រទេសកំណើតខ្លួនឯងដោយមិនញញើតដៃខុសពីចរិតយើងណាបើសិតយើងគាត់តែជេរក៏មិនហ៊ានជេរផងក៏មកថាឲ្យវាយគេអីណាយើងវាយគេក៏មិនចេះសម្លាប់គេក៏មិនចេះចាប់មនុស្សដាក់គុកចាប់មនុស្សដែលអត់មានកំហុសដាក់គុកក៏មិនចេះទេប៉ុន្តែហ៊ុនសែនគាត់ពូកែអារឿងចឹងមនុស្សហិង្សាដែលក្រោយពីចាប់គេដាក់គុកក្រោយពីសម្លាប់គេគាត់ទៅជាអត់អីផងណាគាត់មនុស្សអាចនិយាយថាអត់មានបេះដូងណាហើយកត្តាហ្នឹងពីរហ្នឹងដែលធ្វើឲ្យគាត់ហ្នឹងគឺអាចមានអំណាចរហូតដល់រាល់ថ្ងៃមិនដោយសារគាត់ពូកែទេគឺដោយសារកត្តាចម្បងគឺជាអាយ៉ងបរទេសនិយាយចំទៅណាជាពិសេសចរកិច្ចរបស់ចិនចរកិច្ចរបស់វៀតណាមក្រោយមកក៏មានគេហៅថាវប្បធម៌សម្លាប់មនុស្សដែលមិនញញឹតដៃមិនអាណិតដល់ម្ដាយគេមិនអាណិតដល់កូនគេទេគ្រប់គ្នាខ្មែរធម្មតាបញ្ជាសម្រាប់គេដោយខ្លាចបាបខ្លាចដោយអត់សុបាយចិត្តតែហ៊ុនសែនអត់អីផងណាអាហ្នឹងជាចម្បងជាកត្តាចម្បងក៏ប៉ុន្តែក៏វាមានកត្តាផ្សេងផងដែរដែលយើងអាចឆ្លោះបញ្ចាំងមើលខ្លួនឯងដែរថាអ្នកដែលរៀបចំយុទ្ធសាស្ត្រដើម្បីប្រឆាំងនឹងលោកហ៊ុនសែនក៏មានកំហុសដែរណាប៉ុន្តែខ្ញុំថាកត្តាចម្បងធំបំផុតគឺអាពីរចំណុចដែលខ្ញុំតាមនិយាយមិនបាទអរគុណច្រើនអាឡិចបានលើកចំណុចសំខាន់មួយថាលោកហ៊ុនសែនជាមនុស្សគ្មានបេះដូងមានថាគ្មានធម៌គ្មានធម៌នៅក្នុងខ្លួនគ្មានត្រាបណៃធ្វើបាបនរណាក៏បានដែរជានេះគឺជាចរិតមេរងប្រតិការលើពិភពលោកហើយយើងមើលកូរ៉េខាងជើងដើម្បីសម្រាប់បងប្អូនប្រុសខ្លួនឯងក៏ហ៊ានសម្រាប់ដែរបាទអរគុណច្រើនក៏ហមផងដែរណាអត់តែខ្មែរក៏ហមដែរហើយសុំតននិយាយបងសការីយ៉ាត់កាត់ទេណាគឺគាត់ក្លាយអំណាចពី79ប៉ុន្តែមុន79គាត់ទួស្អីណាពី75ពីឆ្នាំ7ដល់78ទួស្អីណាសម្រាប់ខ្មែរគ្នាឯងក្នុងគៀលផងចាំថាមនុស្សដែលអត់មានបេះដូងដែលគណៈពេលដែលយើងមានបេះដូងធំបាទសុំទោសដល់និយាយកាត់មិនបាទអរគុណច្រើនអាឡិចងាកមករឿងសង្គ្រាមខ្មែរថៃខួប1ឆ្នាំនេះវិញបាទនេះវិញអ្នក YouTube បានលើកឡើងថាលោកហ៊ុនសែននឹងគឺប្រើយុទ្ធសាស្ត្រយកទាហាននិងបរដ្ឋនៅព្រំដែនធ្វើជារបងសាច់ឈាមច្រោះដើម្បីដើរតួជារងគ្រោះនេះជាមតិរបស់គាត់នៅលើ YouTube ចង់ងាកមកនេះមុននឹងយើងបញ្ចប់តកតទៅនឹងខួប1ឆ្នាំនៃការបាត់បង់ទឹកដីនេះវិញទាំងអាឡិចទាំងអាយដាមអ៊ុំសំអានបានលើកឡើងថារបបតកូលហ៊ុននេះមិនងាយរៀនសូត្រពីកំហុសរបស់ខ្លួននោះទេហើយពិសេសធ្វើទោះបីជាដឹងកំហុសក៏ដោយក៏ប៉ុន្តែធ្វើយ៉ាងណាឲ្យតែរក្សាអំណាចបានគឺបាត់បង់ទឹកដីបាត់បង់ប្រាសាទបុរាណដែនសមុទ្រក៏មិនខ្វល់ទេសំខាន់ឲ្យរក្សាអំណាចបានដោយសារតែនេះជាមេរៀនទាំងអស់គ្នាទាំងមេដឹកនាំទោះបីជាគេដឹងពីកំហុសរបស់ខ្លួនមិនបានកែប្រែកំហុសហើយដើម្បីទាមទារទឹកដីពីថៃមកវិញក៏ដោយចុះសម្រាប់ប្រជាពលរដ្ឋវិញសម្រាប់ប្រជាពលរដ្ឋម្នាក់ទាំងអស់គ្នាប្រាប់ខ្មែរនេះវិញតើសង្គ្រាមមួយឆ្នាំ
កំហុសនៃមេដឹកនាំដែលធ្វើឲ្យបាត់បង់ប្រទេសជាតិធ្វើឲ្យបាត់បង់ប្រទេសជាតិទឹកដីធ្វើឲ្យបាត់បង់ប្រាសាទបុរាណនេះចុះសម្រាប់ជាប្រវត្តិវិញគួររៀនសូត្រអ្វីខ្លះគួរធ្វើបែបណាខ្លះចង់អាយដាមអ៊ំសំអានមុនហើយទៅអាលិចបាទសំណួរដូចគ្នាបាទសូមជែកអាដាមអ៊ំសំអាន ប្រជាប្រដ្ឋគួរតែធ្វើម៉េចជ្រើសរើសមេដឹកនាំដែលស្នេហាជាតិការពារទឹកដីអាហ្នឹងសំខាន់ណាស់តាមរយៈការបោះឆ្នោតហ្នឹងបើសិនឃើញដោយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះអត់ការពារទឹកដីការពារតែអំណាចណាលោកហ៊ុនសែនក៏កាត់ទឹកដីខ្មែរយើងទៅឲ្យវៀតណាមដើម្បីសងគុណវៀតណាមតាមនីតិឆ្នាំពេញតាមឆ្នាំ2005ដែលយកតាមនីតិឆ្នាំ1985សម័យវៀតណាមត្រួតត្រាអញ្ចឹងណាដល់លោកហ៊ុនម៉ាណែតកាន់អំណាចធ្វើឲ្យបាត់បង់ទឹកដីទៅថៃអញ្ចឹងណាអញ្ចឹងប្រជាប្រដ្ឋក៏ត្រូវខ្លំមើលអញ្ចឹងឯងបើសិនជាមេដឹកនាំធ្វើបាត់បង់ទឹកដីការពារតែអំណាចអត់ការពារទឹកដីអញ្ចឹងតែមិនពេលបោះឆ្នោតហ្នឹងក៏បោះឆ្នោតដែរហើយបើសិនជាបោះឆ្នោតហ្នឹងបោះឆ្នោតខ្លាំងបោះឆ្នោតមកគ្រប់កិច្ចដូចឆ្នាំ2018 2023ហ្នឹងធ្វើម៉េចបន្ទាប់ពីបោះឆ្នោតខ្លាំងហ្នឹងទៅត្រូវទាមទារឲ្យមេដឹកនាំចុះចេញពីអំណាចអាហ្នឹងទើបអាចការពារទឹកដីបានណាហើយបើសិនជាឲ្យតកូលហ៊ុនកាន់អំណាចតទៅទៀតប្រជាប្រដ្ឋនឹងរងគ្រោះហើយដូចនៅភូមិជោគជ័យភូមិព្រៃច័ន្ទអីហ្នឹងគេបាត់ផ្ទះសម្បែងទៅនៅភូមិរងចាំនៅក្រោមតង់អញ្ចឹងណាអញ្ចឹងប្រជាប្រដ្ឋត្រូវចូលរួមឲ្យសកម្មធ្វើម៉េចតាមបណ្ដាញសង្គមតាមរយៈសារព័ត៌មានឬក៏បាតកម្មកោតកម្មអីហ្នឹងហើយនឹងការបោះឆ្នោតហ្នឹងធ្វើម៉េចកុំឲ្យមេដឹកនាំដែលធ្វើបាត់បង់ទឹកដីទៅប្រទេសជិតខាងហ្នឹងកាន់អំណាចតទៅទៀតយើងឃើញហើយលោកហ៊ុនម៉ាណែតគឺជាមេដឹកនាំអន់ជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជារាប់ពាន់ឆ្នាំហើយធ្វើបាត់បង់ទឹកដីខ្មែរយ៉ាងច្រើនហើយលោកហ៊ុនសែនពេលដែលថៃកំពុងឈ្លានពានដាក់បលាលុះយកដីខ្មែរយើងនឹងធ្វើរបងបេតុងអញ្ចឹងគាត់មានទៅការពារទឹកដីគាត់ទៅរវល់ចាក់បាល់ពួកចាក់បាល់តាមដានបាល់ពិភពលោកស្រីគេមានឃើញទៅចាក់បាល់អត់មានទៅតាមដានបាល់ពិភពលោកគេការពារទឹកដីយើងឃើញខុសគ្នាអញ្ចឹងបាទហើយឃើញថាមេដឹកនាំនៅកូរ៉េខាងជើងមេដឹកនាំភូមិអីគេកាន់អំណាចផ្ដាច់ការក៏ប៉ុន្តែគេបាត់មកទឹកដីទៅប្រទេសជិតខាងឯងតកូលហ៊ុននេះកាលសម័យលោកហ៊ុនសែនបាត់ទឹកដីទៅវៀតណាមកាលដល់សម័យលោកហ៊ុនម៉ាណែតបាត់ទឹកដីទៅថៃយើងឃើញខុសគ្នាអញ្ចឹងណាបាទអរគុណបាទអរគុណច្រើនចុះអាលិចវិញបាទសំណួរដូចគ្នាតើប្រដ្ឋខ្លួនឯងគួររៀនសូត្រអ្វីខ្លះបាទខ្ញុំថាទី1កុំចាញ់បោកលក្ខខណ្ឌឬក៏ព័ត៌មានដែលយើងឮតាមទូរទស្សន៍ឮតាមបណ្ដាញសង្គមសឹងតែរាល់ម៉ោងរាល់ថ្ងៃទេហើយគេសិតតែគេពាក់មហាសេនាស្អីហ៊ុនម៉ាណែតក៏ឥឡូវទៅជាសម្ដេចបបរស្អីទៀតទៅកុំជឿទេប្រជាជនខ្មែរត្រូវតែយល់ហើយថាពីរអ្នកហ្នឹងគាត់តែជាពីលដែលក្រានអំណាចដែលខុសច្បាប់ព្រោះមិនដែលមានអំណាចឲ្យស្របច្បាប់ទេដើម្បីកាប់ឈើដើម្បីបូមខ្សាច់ដើម្បីលាងលុយកខ្វក់ដើម្បីទោះយ៉ាងណាឲ្យបានលុយចូលក្នុងកប៉ាល់អញ្ចឹងគឺទី1កុំលេងល្ខោនជាមួយណាបើសិនជាថាឮគេថាបាទខ្ញុំដូចដាច់ពីអាលិចទៅហើយអាលិចបានដាច់ហើយបាទមុននឹងអាលិចភ្ជាប់មកវិញចុងក្រោយនេះខ្ញុំចង់សួរអាដាមអ៊ំសំអានចុងក្រោយចុះចេញពីប្រធានបទយើងមុននឹងបញ្ចប់នេះបើអាលិចមកវិញខ្ញុំនឹងងាកទៅអាលិចឃើញថាខាងតុលាការអន្តរជាតិហ្នឹងឬថាបានកោះហៅអាដាមអ៊ំសំអានគឺ ICC ហ្នឹងនៅខែសីហាតើអាដាមអ៊ំសំអានត្រៀមនឹងឆ្លើយអ្វីខ្លះបាទទេតងគឺខ្ញុំអាភិបនឹងចំនួនព្រំដែននៅដែរនោះបាទសូមចេញបាទខ្ញុំហើយនឹងសហការីនឹងទៅទីក្រុងឡាអេប្រទេសហូឡង់ដើម្បីជួបក្រុមរដ្ឋាភិបាលនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយខ្ញុំនឹងរាយការណ៍បន្ថែមទៅរដ្ឋអាជ្ញា ICC ហ្នឹងពីបញ្ហាដែលថៃបានកំពុងកាន់កាប់ទឹកដីខ្មែរយើងរហូតដល់76ទីតាំងហើយនឹងប្រជាពលរដ្ឋនៅភូមិជោគជ័យភូមិព្រៃច័ន្ទបឹងពូហ្នឹងនៅក្រមតងនៅភូមិរងចាំជាង 20,000 នាក់មិនអាចត្រឡប់ទៅផ្ទះវិញហើយនឹងការដែលថៃបានប្រើយន្តហោះ F16 ទម្លាក់គ្រាប់ទៅលើ
លំនៅឋានជនស៊ីវិលរបស់កម្ពុជាមកលើប្រាសាទព្រះវិហារប្រាសាទតាកបីហើយនឹងថៃប្រើក្របបែកចង្កោមប្រើផ្សែងពុលមកលើទាហានខ្មែរមកលើពលរដ្ឋខ្មែរយើងដែលយើងដឹងហើយក្របបែកចង្កោមគឺត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិឬក៏ច្បាប់អន្តរជាតិហើយនឹងថៃបានកំទេចផ្ទះប្រជាពលរដ្ឋហើយនឹងដាក់ទូកុងតឺន័រដាក់បន្លាលួសមិនឲ្យពលរដ្ឋខ្មែរយើងអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយនឹងសង្គ្រាមលើកទី2នេះបានធ្វើឲ្យស្លាប់ពលរដ្ឋខ្មែររហូតដល់ជិត30នាក់ហើយនឹងរបួសជិត100នាក់ហើយនឹងធ្វើមានជនពិសេសរហូតដល់60,000នាក់ជាងអាហ្នឹងយើងឃើញចាស់ស្ដែងចឹងឯងហើយយើងដឹងហើយពេលដែលថៃបានឈ្លានពានទឹកដីកម្ពុជាហ្នឹងក៏បានធ្វើឲ្យមានស្លាប់កុមារផងដែរក្នុងសង្គ្រាមហ្នឹងហ្នឹងយើងឃើញថាអញ្ចឹងដូច្នេះយើងនឹងរាយការណ៍ពីអ្វីដែលថៃបានឈ្លានពានហើយនឹងសម្រាប់ក្របបែកទៅលើកាស៊ីណូខ្មែរយើងដែលធ្វើឲ្យស្លាប់ជនស៊ីវិលខ្មែរជនស៊ីវិលបរទេសដែលគេបង្ខាំងនៅទីហ្នឹងអាហ្នឹងក៏ដែលយើងរាយការណ៍ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយសង្ឃឹមថាបន្ទាប់ពីហ្នឹងរដ្ឋអាជ្ញានៃតុលាការ ICC នឹងបើកការស៊ើបអង្កេតនឹងចោទប្រកាន់ដើម្បីចេញនៃការចាប់ខ្លួនមេដឹកនាំថៃនិងមេដឹកនាំយោធាថៃហើយនឹងផ្ដល់សំណងជំងឺចិត្តទៅដល់ពលរដ្ឋខ្មែរនៅភូមិជោគជ័យភូមិព្រៃច័ន្ទហើយនឹងជនភាគសិទ្ធិដទៃទៀតហើយនឹងផ្ដល់សំណងទៅដល់ជនរងគ្រោះដែលស្លាប់និងរបួសដោយសារសង្គ្រាមទាំងពីរលើកហ្នឹងយើងសង្ឃឹមថានឹងបានលទ្ធផលជាផ្លែផ្កាជូនប្រទេសជាតិរបស់យើងបាទអរគុណច្រើនអាយដាមអ៊ំសំអានយើងនឹងតាមដានរឿងនេះបន្តទៀតនៅពេលដែលអាយដាមអ៊ំសំអាននឹងទៅរីកាផ្ទាល់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះបាទសូមស្លេះរឿងនេះតែប៉ុណ្្នឹងហើយខ្ញុំចង់បិទបញ្ចប់ដោយអាលិចតែទៅមកប្រធានបទយើងវិញអាលិចតើបរដ្ឋគួររៀនសូត្រអ្វីខ្លះពីកំហុសនៃការដឹកនាំរបស់តកុលហ៊ុនដែលធ្វើឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជាយ៉ាងនេះបាទក៏មិនដូចជាមានបញ្ហាបច្ចេកទេសហ្នឹងហើយដូចខ្ញុំបាននិយាយគឺចំណុចទី1កុំភ្លេចថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនិងមនុស្សជំនាញខ្លួនមានទាក់បាញ់មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃយោក្រសួងការពារជាតិអីជាដើមមិនមែនជាអ្នកនយោបាយទេមិនមែនជាសម្ដេចអីទេជាមនុស្សពីលឬក៏ជាចៅណាតែគេកាន់អំណាចតែខុសច្បាប់ដើម្បីបំពេញមហាចតាខ្លួនដោយសារស្រឡាញ់អំណាចនិងដោយសារស្រឡាញ់លុយអាហ្នឹងចំណុចសំខាន់ទី2អ្វីដែលអាចរៀនសូត្របានឬក៏អ្វីដែលគួរធ្វើណាបើសិនជាថាងើបក្នុងពេលនេះប្រឆាំងនឹងរបបនេះមិនទាន់អាចធ្វើបានដោយសារអត់ទាន់ដល់ពេលវេលាទេក៏បញ្ហាដែរយើងរៀនសូត្រពីអ្វីដែលនៅជុំវិញខ្លួនរៀនពីកម្ពុជារៀនពីប្រវត្តិសាស្ត្រទៅជួបចាស់ទៅជួបប្រជាពលរដ្ឋតាមជនបទទៅជួបអ្នកលក់ដូរនៅទីក្រុងទៅជួបមនុស្សគ្រប់ស្រទាប់នៅក្នុងសង្គមដើម្បីអភិវឌ្ឍចំណេះដឹងរៀនពីសភៅរៀនពី YouTube អីជាដើមដើម្បីមានចំណេះដឹងខ្លួនឯងផ្នែកអាហ្នឹងទី1ទី2សូមបង្កើតបណ្ដាញណាបង្កើតបណ្ដាញយើងដឹងហើយថាបើបង្កើតបណ្ដាញលើគោកពេករបបនេះគឺចាប់ដោយយើងឃើញស្រុនស្រន់ឃើញទេស្រុនបង្កើតបណ្ដាញមួយដែលថាប្រកាសតាម Facebook ព្រោះបណ្ដាញស្របច្បាប់ប៉ុន្តែរបបនេះគឺអត់ខ្វល់ពីច្បាប់គេចាប់ដោយសារខ្លាចអញ្ចឹងគឺបើសិនជាថាបង្កើតបណ្ដាញមួយគឺត្រូវតែយើងធ្វើស្ងាត់ទៅរបបនេះគឺគេហៅថាខ្លាំងល្ងងអញ្ចឹងគឺយើងបង្កើតបណ្ដាញស្ងាត់ទៅរបបនេះគេអត់ដឹងទេគេរបបនេះគឺរវល់រឿងរ៉ូស៊ីរវល់ពុករលួយរវល់ហឺហារវល់ទិញកាបូបទិញយ៉ាលីកានៅស៊ុយហ្សឡែនអស់រាប់លានអញ្ចឹងទី2បង្កើតបណ្ដាញស្ងាត់ជាមួយយុវជនគ្នាឯងជាមួយអ្នកលក់ដូរទូទាំងប្រទេសជាពិសេសទីក្រុងធំអានឹងផ្នែកទី2ផ្នែកទី3រងចាំកលៈទេសៈរងចាំពេលវេលាអំណោយផលឧទាហរណ៍លោកហ៊ុនសែនថាអាយុ75ខ្ញុំមិនជឿទេខ្ញុំជឿថាគាត់លើសពីនឹងហើយថ្ងៃណាមួយគាត់ឈឺធ្ងន់ឬក៏ថ្ងៃណាមួយវិបត្តិសេដ្ឋកិច្ចនៅកម្ពុជាមកដល់ពីព្រោះបើសិនជាសេដ្ឋកិច្ចបន្តអញ្ចឹងណាគឺកម្ពុជាសេដ្ឋកិច្ចតាំងតែខ្សែធនហើយគឺនៅពេលនៅពេលកលៈទេសៈប្រោលឱកាសយើងនឹងពឹងទៅលើបណ្ដាញដែលមានស្រាប់ដើម្បីចេញតាមផ្លូវដោយអហិង្សាទាមទារឲ្យមានការគោរពសិទ្ធិមនុស្សការបោះឆ្នោតត្រឹមត្រូវសេរីយុត្តិធម៌
ប្រជាធិបតេយ្យនីតិរដ្ឋទើបការពារប្រៃឈើបានទើបការពារព្រំដែនបានទើបកម្ពុជាមានប្រជាជនកម្ពុជាមានសេចក្តីថ្លៃថ្នូរអញ្ចឹងយល់ថាសង្ខេបឡើងវិញគឺរៀនសូត្រត្រៀមអភិវឌ្ឍខ្លួនតាមរយៈសាលារៀនតាមរយៈសិភៅតាមរយៈចាស់ជាដើមទី2បង្កើតបណ្ដាញស្ងាត់ទី3រងចាំគេឲ្យថាអនុវត្តយុទ្ធសាស្ត្រនៅពេលកលៈទេសៈអំណោយផលបាទអរគុណច្រើនបាទអរគុណច្រើនលោកអាលិចហើយនិងអាដាមសំអានដែលបានចូលរួមកិច្ចពិភាក្សារបស់យើងនៅពេលនេះបាទខ្ញុំយើងដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណលោកទាំងពីរតាមប៉ុណ្ណេះសិនហើយប្រធានបទតកតងនឹងរឿងនេះដោយអាលិចបានមានប្រសាសន៍អញ្ចឹងទោះបីរៀននិយាយ3ថ្ងៃ3យប់នេះក៏មិនទាន់អស់ទេអញ្ចឹងយើងសូមបញ្ចប់ដល់ត្រឹមប៉ុណ្ណេះចុះបាទសូមអរគុណសូមជម្រាបលាបាទបាទជម្រាបលាអរគុណបាទជម្រាបលា